ប្រិយមិត្តណាខ្លះកាលពីក្មេងគឺចូលចិត្តមើលរឿងអាឡាដាំងថ្ងៃនេះដែរអេដមីនក៏បានយករឿងមួយដែលនិយាយអំពីអាឡាដាំងអេនីមេហើយកុំច្រឡំរឿងអាឡាដាំងជាងគីងទុបឲ្យសោះរឿងនេះគឺនិយាយអំពីអនាគតនៃស្ដេចចក្រវាឡអាឡាដាំងនិងអាលីបាបាចាប់ផ្ដើមនៅសាច់រឿងយើងមកគឺយើងបានឃើញក្មេងម្នាក់កំពុងជាប់ឃុំនៅក្នុង Dimension មួយព្រមទាំងបានចោទសួរអ្នកមើលដែរតែខ្ញុំគឺជានរណាឬហើយបរិះមាធំនេះក៏បានប្រាប់ទៅយើងមិនអាចប្រាប់ឯងបានទេថាឯងគឺជានរណាតែយើងក៏អាចឲ្យគោលបំណងទៅឯងបានដើម្បីជ្រើសរើសវាមិនថាទ្រព្យសម្បត្តិអំណាចវេទមន្តឬជីវិតអស់កលជានិច្ចទេឲ្យតែឯងចង់បានយើងក៏អាចឲ្យឯងទាំងអស់ប្រាប់យើងមកថាឯងគឺចង់បានអីនៅក្នុងពេលនេះយើងក៏បានឃើញអាលីបាបាកំពុងធ្វើការងារប្រចាំថ្ងៃហើយជីវិតសពថ្ងៃគឺមិនសូវត្រូវរើជាមួយអ្នកភូមិទេព្រោះអាលីបាបាតែងមានគោលការណ៍ខុសពីគេតែក្រោយមកអាលីបាបាក៏មានការភ្ញាក់ផ្អើលដែរផ្លែឈើជាច្រើនក៏ត្រូវបានក្មេងនេះលួចញ៉ាំហើយតាមការពិតទៅក្មេងនេះក៏មានឈ្មោះថាអាឡាឌីនជាអាឡាដាំងនឹងឯងហើយក៏ជាតួឯកក្នុងសាច់រឿងយើងដែរឃើញបែបនេះអាលីបាបាក៏បានកបួយកអាឡាឌីនតែនៅពេលគេមកទាន់អាលីបាបាក៏បានជួយលាក់បាំងដែរព្រោះខ្លួនឯងមិនចង់គេធ្វើបាបលើក្មេងនេះទេតែសោកស្ដាយណាស់ចុងក្រោយប៉ែហ្នឹងក៏បានដឹងដដែលហ្នឹងស្របពេលដែលរឿងហួសចិត្តក៏បានកើតឡើងដែរអាឡាឌីនក៏បានទៅជួបអាប៉ែហ្នឹងបណ្ដាលអាលីបាបាក៏ឡើងគាំងព្រមទាំងបានចាប់យកក្មេងនេះមកវិញព្រមទាំងបាននិយាយដោះសារដែរខ្លួនឯងគ្មានចេតនាចង់បង្កបញ្ហាទេហើយខ្លួនក៏មិនដែលស្គាល់ក្មេងនេះដែរតែនេះមិនទាន់ចប់ត្រឹមហ្នឹងទេអាប៉ែហ្នឹងក៏បានធ្វើបាបអាលីបាបាដើម្បីបញ្ចេញកំហឹងរបស់ខ្លួនឯងក៏បានធ្វើខូចខាតរបស់យើងអញ្ចឹងហើយឯងមិនរួចខ្លួនទេបើឯងមិនសងមកយើងទេឯងច្បាស់ជាមានបញ្ហានៅទីនេះហើយនៅពេលយប់ឡើងអាលីបាបាក៏បានលួចជាអាប៉ែនោះត្រង់នេះក៏បានឲ្យយើងដឹងថាអាប៉ែម៉ាប់នឹងក៏មានឈ្មោះថាប៊ូដែលខណៈដែលអាឡាឌីនវិញគឺបានលួចញ៉ាំផ្លែឈើអស់ទៀតហើយនិយាយទៅអាលីបាបាមិនដឹងត្រូវនិយាយអីទៅកាន់អាឡាឌីនទេបន្តមកអាឡាឌីនក៏បានចោទសួរទៅអាលីបាបាហើយដែលបានជាគាត់ចង់ទៅប្រាសាទនេះដងចងមួយឬហើយអាលីបាបាក៏បានតបទៅវិញកាលពី14ឆ្នាំមុនគឺមានប្រាសាទអាថ៌កំបាំងមួយក៏បានផុសចេញមកហើយអ្នកដែលបានរកឃើញវាគឺអាចទាមទារយកទ្រព្យសម្បត្តិឬអំណាចណាមួយក៏បានបើទោះបីគ្មានអ្នកណាឃើញវាផ្ទាល់ភ្នែកមែនអាលីបាបាក៏បានជឿជាក់ថាវាជារឿងការពិតដែរហើយបើតាមសម្ដីរបស់អាលីបាបាប្រហែលជាគាត់ក៏បានធ្លាប់ឃើញកម្រាលព្រំដែលហៅថា Cloud ទើបគាត់គឺជឿជាក់លើរឿងរ៉ាវទាំងអស់នេះនៅព្រឹកឡើងអាឡាឌីនក៏បានចោទសួរតាអាលីបាបាតើរឿងយប់មិញគឺជាការពិតឬអត់ហើយដងចងនោះគឺនៅទីណាឬអាលីបាបាក៏បានប្រាប់ទៅនោះគឺជាប្រាសាទចាស់មួយដែលធ្លាប់បានលេចចេញពីដងចងមុនតាមពិតអាលីបាបាគឺតាមរកដងចងនោះក៏ព្រោះតែខ្លួនគឺចង់បានទ្រព្យសម្បត្តិហើយក៏ចង់បានអ្វីដែលខ្លួនចង់បានដែរខណៈដែលអាឡាឌីនវិញគឺកំពុងស្រក់ទឹកមាត់ព្រោះនៅជុំវិញខ្លួនឯងគឺសម្បូរទៅដោយផ្លែឈើបន្ទាប់មកអាឡាឌីនក៏បានបុកនារីម្នាក់មើលទៅនាងដូចជាចម្លែកជាងគេបន្តិចខណៈដែលអាលីបាបាក៏បានសុំទោសក្មេងស្រីនេះតែនៅពេលឮអាឡាឌីនចោទសួរនាងក៏បានអោនចុះក្រោមដើម្បីបិទបាំងច្បាក់ជាប់ជើងបណ្ដាលឲ្យផ្លែឈើក៏ចាប់ដើមជ្រុះអស់ហើយអាលីបាបាក៏បាននិយាយទៅតាមពិតក្មេងស្រីនេះគឺជាទាសករជាមនុស្សដែលត្រូវបានគេទិញឬលក់ដូរជាទំនិញហើយគ្មានអ្វីមកផ្លាស់ប្ដូរអំពីឋានៈពួកគេបានទេលុះត្រាពួកគេស្លាប់ទើបអាចលុបបំបាត់ឋានៈមួយនេះបានឬអាឡាឌីនមិនបានខ្វល់អីទេក៏ចាប់ផ្ដើមផ្លុំត្រែឡើងបណ្ដាលឲ្យច្បាស់ជាប់ជើងនាងក៏ចាប់ផ្ដើមដាច់ជាពីរមិនតែប៉ុណ្ណោះអាឡាឌីនក៏បានឲ្យក្មេងស្រីនេះចេញទៅចាប់ផ្ដើមជីវិតដូចជាមនុស្សធម្មតាវិញកាលដែលឃើញអញ្ចឹងមនុស្សជុំវិញនេះក៏ចាប់ផ្ដើមពោលឡើងមិនបានជាក្មេងប្រុសនេះគេដោះលែងទាសករអញ្ចឹងសូម្បីអាលីបាបាក៏បាននិយាយដែរទង្វើមួយនេះគឺមិនល្អទេស្របពេលអាប៉ែម៉ាប់នេះក៏បានបង្ហាញខ្លួនចេញមកដោះលែងទាសករហើយធ្វើឲ្យរបស់ខូចខាតគឺមានទោសធ្ងន់ណាស់កាត់ដៃពួកឯងម្ខាងមិនទាន់សងសំណងអស់ផងជីវិតជាទាសករគឺកំសត់ណាស់ទោះបីត្រូវគេធ្វើអីក៏ដោយក៏ពួកវាគ្មានសិទ្ធិត្អូញត្អែដែរដោយពិបាកភ្នែកមើលពេកអាឡាឌីនក៏បានស្រែកគាត់ឈប់ហើយការដែលឃើញបែបហ្នឹងអាប៉ែម៉ាប់នឹងក៏បានឲ្យអង្គរៈគេចាប់ពីអ្នកនេះចេញទៅស្របពេលអាឡាឌីនក៏ចាប់ផ្ដើមផ្លុំត្រែបង្កើតបានទៅជាដៃយ៉ាងធំហើយវាឲ្យចាស់ចាមនេះឡើងប៉ើងស្របពេលដំណើរគ្នាទាហានដែលយាមទីក្រុងនេះក៏បានធ្វើដំណើរមកដល់ហើយការដែលឃើញបែបនេះអាលីបាបាក៏ចាប់ទាញអាឡាឌីនចេញទៅហើយក្មេងស្រីនេះវិញក៏ចាប់ផ្ដើមគេចខ្លួនដែរបន្តមកអាលីបាបាក៏បានចោទសួរទៅតើមានរឿងអីកើតឡើងនៅមុននេះហេតុអីបានជាមានរបស់អ្វីមួយវាក៏ស្រាប់តែបង្កើតបានដៃយ៉ាងធំទៅវិញតាមពិតទៅគាត់គឺមានឈ្មោះថាអ៊ូហ្គោជាមិត្តល្អរបស់ខ្ញុំតែគ្រប់គ្នាគេហៅគាត់ថាឌីជីនឬហើយអាលីបាបាក៏មានការភ្ញាក់ផ្អើលដែរ
ឌីជីនគឺស្ថិតនៅក្នុងរឿងព្រេងដងចងបើជានៅជាមួយអាឡាឌីនទៅវិញហើយតាំងពីដើមមកពីរអ្នកនេះមិនដែលស្គាល់គ្នានោះទេគឺទើបតែស្គាល់នៅពេលជួបដើមរឿងប៉ុណ្ណោះងាកមកខាងនេះវិញយើងក៏បានឃើញបរិសម្នាក់កំពុងចោទសួរពីរឿងទាសកររត់គេចខ្លួនខណៈដែលប៉ែម៉ាប់នេះក៏បាននិយាយដោះសារដែរតាមការពិតទៅបរិសនេះគឺមានឈ្មោះថា Lord Jamil ជាអ្នកគ្រប់គ្រងនៅតំបន់នេះដោយផ្ទាល់ហើយបច្ចុប្បន្នគាត់មិនបានខឹងលើប៉ែម៉ាប់នឹងទេព្រោះគាត់ក៏បានដឹងរឿងរ៉ាវអស់ទៅហើយមិនតែប៉ុណ្ណោះគាត់ក៏បានអាប៉ែម៉ាប់នេះធ្វើការងារខ្លួនមួយដែរតែរឿងក៏បានកាន់មកខាងអាឡាឌីនវិញពេលនេះអាលីបាបាកំពុងយកចិត្តលើអាឡាឌីនណាស់ព្រោះអាឡាឌីនគឺមានឌីជីននៅក្នុងដៃហើយមួយផ្លែតក្រោយអាប៉ែម៉ាប់នេះក៏បានរកឃើញពួកគេទាំងពីរព្រមទាំងបានជំរិតទារប្រាក់ពីអាលីបាបាទៀតតែអាលីបាបាវិញគ្មានប្រាក់ឲ្យទេទើបគាត់ក៏បាននិយាយចេញមកចាំពេលខ្លួនឯងទៅរកប្រាសាទអាត់កំបាំងឃើញខ្លួននឹងយកមាសប្រាក់ទាំងអស់មកសងពួកគេឲ្យគ្រប់ឬហើយពួកវាក៏បានចាប់ផ្ដើមសោចព្រោះប្រាសាទអាត់កំបាំងនេះគឺស្ថិតនៅក្នុងរឿងព្រេងប៉ុណ្ណោះអាលីបាបាបើជាជឿជាក់ដល់ថ្នាក់នឹងទៅវិញចុងក្រោយអាលីបាបាក៏ត្រូវបានអាប៉ែម៉ាប់នេះចាប់ទៅធ្វើការវិញហើយការងារដែលត្រូវធ្វើគឺដឹកទាសករនិងអំណោយស្រាយជាច្រើនទៅប្រទេសជិតខាងនេះជាបទបញ្ជារបស់ Lord Jamil និយាយរួមទៅក្នុងចំណោមទាសករនោះគឺមានក្មេងស្រីធ្លាប់រត់គេចខ្លួនដែរតែពេលនេះបែរជាត្រូវបានគេចាប់មកទៀតហើយខណៈដែលអាប៉ែម៉ាប់នេះក៏ចាប់ផ្ដើមមើលងាយទៅលើទាសករចង់ធ្វើបែបណាក៏បានដែរហើយនៅពេលលើបែបនេះអាលីបាបាក៏បាននិយាយយល់ស្របបណ្ដាអាឡាឌីនក៏បាននិយាយចេញដែរមើលទៅអាលីបាបាគឺពិតជាកុហកខ្លួនឯងសមណាស់ដែលមានន័យថាអាលីបាបាគឺមានចិត្តចង់ជួយទាសករតែខ្លួនឯងបែរជាយល់ស្របលើរឿងនេះទៅវិញហើយនៅពេលធ្វើដំណើរទៅដល់មាត់ជ្រោះមួយក៏មានបិសាចរុក្ខជាតិបានបង្ហាញខ្លួនចេញមកបណ្ដាលឲ្យក្រុមមួយនេះមិនអាចធ្វើដំណើរទៅមុខបានទៀតទេការដែលឃើញបែបនេះគ្រប់គ្នាក៏បានស្រាយរទេះចេញពីសេះព្រមទាំងការពារស្រាជាជាងការពារទាសករស្របពេលក្មេងស្រីពីរនាក់ក៏បានធ្លាក់ពីមាត់ជ្រោះហើយអាលីបាបាវិញគឺមិនអាចជួយពួកគេបានទេបណ្ដាលឲ្យអ្នកទាំងពីរក៏បានធ្លាក់ចូលទៅក្នុងមាត់បិសាចផ្កានេះហើយនៅពេលឃើញបែបនេះអាប៉ែម៉ាប់នេះបើចោលអាលីបាបាទៅមើលស្រាជំនួសវិញមិនចាំបាច់ខ្វល់អំពីទាសករនោះទេឬហើយអាលីបាបាខឹងណាស់តែខ្លួនឯងមិនអាចធ្វើអ្វីបានទេបានត្រឹមតែបួងសួងក្នុងចិត្តប៉ុណ្ណោះអ្នកណាក៏បានសូមជួយពួកគេផងពួកគេគឺមិនទាន់ស្លាប់ទេបើនៅបែបនេះទៀតអ្នកទាំងពីរច្បាស់ជាខ្លាចជាចំណីផ្កានេះបន្ទាប់មកប៉ែម៉ាប់នេះក៏បានហៅអាលីបាបាចាស់ចេញទៅក៏យកស្រាទៅសំខាន់ជាងឬហើយអាលីបាបាខឹងណាស់ក៏បានវាយទៅម្ដាយបណ្ដាលឲ្យប៉ែនឹងក៏ចាប់ផ្ដើមដាច់ផ្ងាទៅក្រោយហើយនៅបាននិយាយចេញមកទៀតស្រានោះគឺគ្មានតម្លៃស្មើនឹងជីវិតរបស់មនុស្សទេបន្ទាប់មកអាលីបាបាក៏បានលោតចុះទៅក្រោមអមជាមួយស្រាមួយធុងតែមើលទៅបិសាចផ្កានេះគឺពិតជាស្វិតពេកពិបាកក្នុងការហែកសម្បកវាចេញណាស់ស្របពេលអាឡាឌីនក៏បានផ្លុំត្រែហៅអ៊ូហ្គោឲ្យចេញមកដើម្បីជួយក្មេងស្រីនេះវិញឃើញបែបនេះអាលីបាបាក៏បានយកធុងនោះគប់សម្ដៅទៅកាន់បិសាចផ្កាបណ្ដាលឲ្យវាក៏បានដោះលែងអ្នកទាំងពីរតែនេះមិនទាន់ចប់ត្រឹមនឹងទេភ្លាមវាក៏បានកសោបរាងកាយអាលីបាបានិងអ៊ូហ្គោជាប់បណ្ដាលអាលីបាបាក៏ចាប់ផ្ដើមធ្លាក់ចូលទៅក្នុងលំអងផ្កានេះវិញការដែលឃើញបែបនេះអាឡាឌីនក៏បានទិញកសែងលើក្បាលចេញមកព្រមទាំងកសោបយកធុងស្រាទៅលើអាកាសជាច្រើនបណ្ដាលអាលីបាបាក៏ចាប់ផ្ដើមភ្ញាក់ផ្អើលទៀតហើយតាមពិតទៅកសែងនេះជាកម្រាលព្រំដែលមានឈ្មោះថា Cloud ដែលខ្លួនឯងខំតាមរកយ៉ាងយូរវាបែរជានៅជាមួយអាឡាឌីនទៀតហើយក្នុងពេលនឹងដែរអាប៉ែម៉ាប់នេះក៏ចាប់ផ្ដើមយំព្រមទាំងបានសុំវល់អាឡាឌីនកុំឲ្យបំផ្លាញស្រានេះសោះតែនេះមិនយ៉ាងអាចខាត់អាឡាឌីនបានទៅចុងក្រោយអាឡាឌីនក៏បានទម្លាក់ស្រានេះចុះទៅក្រោមព្រមទាំងអាចបញ្ឈប់បិសាចផ្កានេះបានបណ្ដាលឲ្យបញ្ហាក៏ត្រូវបានបញ្ចប់ដែរស្របពេល Lord Jamil ក៏បានមើលពីត្រយម្ខាងដែរតែគាត់បែរជាចាប់ផ្ដើមសប្បាយចិត្តទៅវិញហើយចុងក្រោយគេក៏បានបង្ហាញដែរកាលដែលអាឡាឌីនជួបជាមួយអ៊ូហ្គោគាត់ក៏បានសុំអ៊ូហ្គោធ្វើជាមិត្តស្របពេលអាលីបាបាក៏យកព្រមសំណើរបស់អាឡាឌីនគឺចាប់ផ្ដើមធ្វើជាមិត្តនឹងគ្នាតាំងកាលយើងជួបគ្នាទៀតតែរដូវផ្ការីឆ្នាំក្រោយយើងជួបគ្នាទៀតក្រោយមកទៀតយើងក៏បានឃើញអាលីបាបាក៏បាននាំអាឡាឌីនមកច្រកប្រាសាទនេះដងចងហើយបើតាមការរៀបរាប់របស់អាលីបាបាច្រកទ្វារមួយនេះគេមានឈ្មោះថាអាម៉ុនបើសិនបើពួកយើងចូលតាមច្រកនេះគេអាចចូលទៅដល់កន្លែងដែលយើងចង់ទៅហើយតែក្រោយមកអាលីបាបាបែរជាចង់បដូរចិត្តវិញរួចក៏បានចោទសួរទៅកាន់អាឡាឌីនវិញតើអាឡាឌីនក៏ចង់ចូលទៅក្នុងឬអត់ព្រោះទីនេះគឺមានគ្រោះថ្នាក់ណាស់ស្របពេលអាឡាឌីនក៏បានអស់កម្លាំងព្រមទាំងបានដួលទៅលើអាលីបាបាបណ្ដាលឲ្យពួកគេទាំងពីរក៏បានឆ្លងទៅដល់មិនសិនមួយទៀតចំពោះហេតុការណ៍នេះអាលីបាបាក៏មានការភ្ញាក់ផ្អើលដែរពេលនេះខ្លួនឯងដូចជាកំពុងស្ថិតនៅក្នុងចក្រវាឡមួយទៀតហើយត្រង់កន្លែងនេះដូចជារឿងចម្លែកបន្តិចអាលីបាបាជាអ្នកនាំអាឡាឌីនមកតែពេលឆ្លងដៃមិនសិនអាលីបាបាបែរជាមានការភ្ញាក់ផ្អើលទៅវិញ
មើលទៅអាចកំបាំងរបស់អាលីបាបាគឺមានច្រើនជាងអាឡាឌីនទៅទៀតបន្ទាប់មកអាលីបាបាក៏បានចោទសួរខ្លួនឯងដែរតែពេលនេះខ្លួនកំពុងនៅទីណាហេតុអីពិបាកដកដង្ហើមម្ល៉េះស្របពេលអាលីបាបាក៏ចាប់ផ្ដើមភ្ញាក់ព្រឺតព្រោះទីនេះគឺមានគ្រោងឆ្អឹងច្រើនណាស់វាហាក់បីដូចជាមានអ្នកដែលចូលមកមុនខ្លួនអញ្ចឹងហើយភ្លាមចង្គៀងទីនេះបែរជាឆេះដោយខ្លួនឯងទៅវិញដោយមើលទៅមិនស្រួលអាលីបាបាក៏នាំអាឡាឌីនចាកចេញទៅហើយហេតុការណ៍មួយនេះអាលីបាបាឆ្ងល់ណាស់ភ្លើងរបស់កាយ៉ូអីឆេះសាហាវជាងចាក់សាំងដុតទៅទៀតតែអាឡាឌីនវិញបែរជានិយាយសរសើរទៅកាន់អាលីបាបាស្របពេលដំណើរគ្នាឡតឆាមីលគឺចង់ចូលទៅក្នុងដងចងនោះហើយអង្គរៈរបស់គាត់គឺកំពុងហាមឃាត់គាត់ដែរតែឡតឆាមីលវិញបែរជានិយាយអីប្លែកខ្លួនឯងក៏រងចាំគាត់យូរមកហើយវាដល់ពេលហើយដែលខ្លួនឯងក៏ត្រូវឡើងទៅកំពូលប៉មស្របពេលអាឡាឌីននិងអាលីបាបាវិញគឺកំពុងរត់គេចខ្លួនព្រោះនៅទីនេះគឺសម្បូរដោយអន្ទាក់បន្ទាប់មកអាឡាឌីនក៏បានចាប់ផ្ដើមអស់កម្លាំងហើយព្រោះខ្លួនឯងមិនបានញ៉ាំអីទាល់តែសោះណាមួយកាលដែលក៏ហៅអ៊ូហ្គោចេញមកអ៊ូហ្គោគឺបានស្រូបយកកម្លាំងខ្លួនទៀតអញ្ចឹងហើយខ្លួនឯងគឺរត់តែទុនខ្សោយទៅអូមិនបាច់ភ័យទេបើឯងឃ្លានចាំខ្ញុំរកអីហូបនៅទីនេះមានផ្សិតចាំខ្ញុំរកផ្សិតឲ្យញ៉ាំតែពេលងាកមកវិញអាឡាឌីនកំពុងត្រូវសម័យចាក់ចាប់ស៊ីឃើញបែបនេះអាលីបាបាក៏ទេអាឡាឌីនមកវិញបន្ទាប់មកសម័យទាំងនេះក៏ចាប់ផ្ដើមចេញមកកាន់តែច្រើនតែនេះមិនមែនជាបញ្ហាអីទេព្រោះមើលទៅវាគឺពិតជាអន់ពេកត្រឹមកូនកំបិតធម្មតាអាលីបាបាក៏អាចយកឈ្នះវាស្រួលដែរតែក្រោយមកវាក៏ស្រាប់តែប្រមូលផ្ដុំគ្នាបង្កើតទៅជារាងកាយដ៏ធំមួយមិនតែប៉ុណ្ណោះវាក៏ចេះបញ្ចេញថាមពលវេទមន្តមកទៀតចុងក្រោយអាឡាឌីនក៏បានកោះហៅអ៊ូហ្គោចេញមកគឺដើម្បីទប់ទល់ជាមួយវាតែរាងកាយរបស់វាក៏អាច generate បានមកវិញកាលដែលវាធម្មតាមិនអាចយកឈ្នះវាបានអញ្ចឹងហើយអាឡាឌីនក៏បដូរមកប្រើធម៌ក្តៅវិញបណ្ដាលឲ្យដៃអ៊ូហ្គោក៏អាចបញ្ចេញវេទមន្តមកបានហើយមិនចាំយូរនោះអ៊ូហ្គោក៏បានវាយម្ដាយចេញទៅម្ដាលឲ្យបេសាយសម័យនេះក៏ងាប់700បាត់ទៅបន្ទាប់មកអាឡាឌីនក៏ចាប់ផ្ដើមសន្លប់ព្រោះខ្លួនឯងគឺប្រើប្រាស់ថាមពលអស់ច្រើនពេកហើយចំពោះបញ្ហានេះអាលីបាបាក៏មានការឆ្ងល់ដែរហើយដីបានជាអ៊ូហ្គោគឺស៊ីថាមពលអាឡាឌីនច្រើនម្ល៉េះដោយចង់ដឹងរឿងច្រើនពេកអាលីបាបាក៏យកត្រែនោះមកផ្លុំតែវាមិនបានផលតតែសោះបណ្ដាលអាលីបាបាក៏ចាប់ផ្ដើមយល់ដែរបើចង់ប្រើត្រែមួយនេះតើតែខ្លួនក៏ចេះអានភាសានេះសិនតែភាសាមួយនេះខ្លួនឯងគឺអានមិនយល់តតែសោះហើយដីបានជាអាឡាឌីនក៏អាចអានភាសានេះបានហើយមកដល់ពេលនេះខ្លួនមិនទាន់ដឹងអ្វីអំពីអាឡាឌីននោះទេម្យ៉ាងទៀតអាឡាឌីនក៏មិនទាន់ស្គាល់ប្រវត្តិខ្លួនឯងដែរស្របពេលឡតឆាមីលក៏សម្ដៅមករកទីនេះបណ្ដាលអាលីបាបាក៏មានការឆ្ងល់ដែរហើយដីបានជាឡតឆាមីលគឺមកទីនេះអញ្ចឹងតែនិយាយមិនទាន់ចប់ផងក្មេងស្រីដែលជាទាសករលើកមុនក៏បានបង្ហាញខ្លួនពីក្រោយគាត់បន្ទាប់មកឡតឆាមីលនិងទាសករនេះក៏បានដើរសម្ដៅទៅរកអាឡាឌីនអត់មានបានខ្វល់អំពីអាលីបាបាទេមិនតែប៉ុណ្ណោះឡតឆាមីលបែរជាអោនគោរពអាឡាឌីនព្រមទាំងបានហៅគាត់ថាលោកម្ចាស់ម៉ាហ្គីខ្លួនក៏រងចាំម៉ាហ្គីអស់រយៈពេល10ឆ្នាំមកហើយនៅបានយកអាឡាឌីនចាកចេញទៅទៀតឃើញបែបនេះអាលីបាបាក៏បានចោទសួរទៅតឡតឆាមីលកំពុងធ្វើអីហេតុអីបានជាមកយកអាឡាឌីនទៅវិញឮឲ្យគាត់មិនបានខ្វល់អីច្រើនទេបែរជាឲ្យអាលីបាបាគេចាកចេញទៅតែអាលីបាបាវិញគឺមិនបានយល់អ្វីតតែសោះគាត់ក៏នៅចោទសួរដដែលមើលតែឯងគួរធុញណាស់គោលតាសម្រាប់វាចោលទៅបន្ទាប់មកទាសករដែលមានឈ្មោះថាគោលតាក៏បានអាថែកសម្ដៅទៅលើអាលីបាបាតែបែរជាត្រូវអាលីបាបាគេចាប់ធ្វើចំណាប់ខ្មាំងទៅវិញឡតឆាមីលក៏បានទះដៃអាលីបាបាមើលទៅខ្លួនឯងក៏មើលស្រាលអាលីបាបាពេកតែក្រោយមកក៏ស្រាប់តែលឺទៅជ្រួចបើធៀបនឹងលោកម្ចាស់ម៉ាហ្គីឯងគឺគ្មានតម្លៃអីទាល់តែសោះទាសករថ្នាក់ទាបដូចជាឯងទោះស្លាប់ក៏មិនអីដែរព្រោះលោកម្ចាស់ម៉ាហ្គីជាក្តីសង្ឃឹមរបស់មនុស្សជាតិយើងមិនខ្វល់អីទាំងអស់អ្នកណាដែលរៀបរៀងផ្លូវយើងគឺសម្រាប់ចោលមិនរើសមុខទេចុងក្រោយឡតឆាមីលក៏បានហៅអាលីបាបាមកធ្វើការខ្លួនវិញព្រោះខ្លួនឯងក៏ពេញចិត្តលើអាលីបាបាមិនតែប៉ុណ្ណោះគាត់ក៏បាននិយាយប្រាប់ដែររឿងគ្រប់យ៉ាងជាផែនការរបស់គាត់ទាំងអស់បន្តមកពួកគេក៏បានធ្វើដំណើរទៅដល់ច្រកមាត់នៃគ្រាចតែមើលទៅភ្លើងដូចជាឆេះខ្លាំងពេកណាស់ហើយត្រូវការអ្នកទៅបិទកលឹះយន្តទៅបានអូយខ្ជិលវិញឆ្ងាយណាស់ឯងយកលុយទៅទុកជាថ្លៃឈ្នួលទៅបិទកលឹះយន្តនោះបែងធ្វើវាបានគឺងាប់អាលីបាបាគឺមិនចង់ធ្វើវានោះទេតែតែខ្លួនឯងជំពាក់គុណអាឡាឌីនអញ្ចឹងហើយក៏ត្រូវធ្វើវាបានបន្ទាប់មកយើងក៏បានឃើញអាលីបាបាគឺពិតជាអាចបិទកលឹះយន្តនោះបានម្ដងហើយទីនេះក៏បានខ្លាចជាធម្មតាវិញ
តែមួយសន្ទុះក្រោយមកខ្លួនឯងបែរជាត្រូវអណ្ដាតភ្លើងកសោបជាប់តាមពិតទៅឡតជាមីលក៏បានដឹងអស់បាត់ទៅហើយតែគាត់បែរជាឲ្យលីបាបាក៏ទៅស្លាប់ទៅវិញស្របពេលអាឡាឌីនក៏ចាប់ផ្ដើមដឹងខ្លួនដែរហើយក៏មិនយល់ថាមានរឿងអីកើតឡើងទេមិនតែប៉ុណ្ណោះបែរជាអត់ឃើញអាលីបាបាទៀតចុងក្រោយឡតជាមីលក៏បានបោកទៅកាន់អាឡាឌីនខ្លួនមកទីនេះគឺដើម្បីជួយលោកម្ចាស់ម៉ាហ្គីហើយមុនពេលខ្លួនឯងមកដល់អាលីបាបាក៏បានលួចត្រាយវេទមន្តព្រមទាំងបានចាកចេញបាត់ទៅហើយតាមការពិតទៅអាឡាឌីនមិនបានស្គាល់ពួកគេទេតែពួកគេបែរជាចាត់ទុកខ្លួនឯងជាលោកម្ចាស់ទៅវិញបន្ទាប់មកឡតជាមីលក៏បាននិយាយរ៉ាយរ៉ាប់វិញបរិះមាសធំនេះគឺមានឈ្មោះថាគូលតាសហើយក្មេងស្រីនេះគឺមានឈ្មោះថាម៉ូជីអាណានិយាយរួមទៅអ្នកទាំងពីរជាទាសករដែលមកពីកុលសម្ព័ន្ធខុសគ្នាក្រោយនិយាយរួចគាត់ក៏បានដើរចាកចេញទៅទុកឲ្យពីរអ្នកនេះគឺការពារលោកម្ចាស់ម៉ាហ្គីហើយនៅពេលស្ងាត់អាឡាឌីនក៏ព្យាយាមសួរជីកឬជីកគោលសួរចុះសួរឡើងខ្លួនឯងក៏បានដឹងដែរតាមពិតទៅអាលីបាបាក៏ត្រូវបានឡតជាមីលសម្លាប់បាត់ទៅហើយតែនេះមិនមែនជាការពិតអីទេអាលីបាបាក៏បានបង្ហាញខ្លួនចេញមកស្របពេលបិសាចក៏បានវាយលោកមកទីនេះហើយឡតជាមីលវិញបែរជាស្រែកឲ្យលោកម្ចាស់ម៉ាហ្គីជួយខ្លួនតាមពិតទៅអាលីបាបាក៏បានយល់អំពីកលឹះយន្តទាំងនេះនៅអំឡុងពេលភ្លើងឆាបឆេះគាត់ក៏បានចូលទៅម្ខាងទៀតទើបខ្លួនឯងគឺមានជីវិតដល់ពេលនេះដោយមិនចង់វែងឆ្ងាយពីអ្នកនេះក៏ចាប់ផ្ដើមកិច្ចខ្លួនទៅលើហើយអាឡាឌីនវិញក៏បាននិយាយចេញមកថ្ងៃក្រោយចាំពួកយើងជួបគ្នាទៀតហើយបើមានឱកាសម្ដងទៀតខ្ញុំនឹងទៅមើលព្រះអាទិត្យជាមួយនាងឮហើយបណ្ដាលឲ្យម៉ូជីអាណាក៏ចាប់ផ្ដើមសម្មាសម័យខ្លួនគឺរួចផុតអំពីទាសករព្រមនឹងចាប់ផ្ដើមមានសេរីភាពវិញតែនៅពេលឮសំឡេងឡតឆាមីលនាងបែរជាស្ទុះឡើងទៅខាងលើតែកម្រាលព្រមនោះខ្ពស់ពេកទើបបណ្ដាលឲ្យនាងមិនអាចចាប់បាននោះទេឃើញបែបនេះឡតឆាមីលគឺបានខឹងណាស់ដោយម៉ូជីអាណាគឺមិនអាចធ្វើវាបានកាត់ទៅខាងមុខវិញពីរអ្នកនេះក៏បានមកដល់មាត់ច្រកទ្វារមួយទៀតបើតាមសម្ដីអាលីបាបាបើយើងបើកទ្វារនេះហើយច្បាស់ជាអាចឃើញទ្រព្យសម្បត្តិនៅខាងក្នុងមិនខាននៅពេលបើកទ្វាររួចដែលមិនសិននេះក៏បានរសាត់បាត់ទៅមិនតែប៉ុណ្ណោះប្រាសាទនេះដងចងក៏បែរលេចចេញជាច្រើននៅពេលឃើញបែបនេះអាឡាឌីនក៏បាននិយាយដែរពួកយើងគឺមិនទាន់អាចចាកចេញពីដងចងនេះបានទេស្របពេលដំណើរគ្នាប៉មនៅក្បែរនេះបែរជាត្រូវឆេះដោយភ្លើងហើយក្រុមឡតឆាមីលគឺមិនទាន់អាចដោះស្រាយជាមួយសត្វបិសាចបានទេហើយបើតាមសម្ដីរបស់អ៊ូហ្គោដែលធ្លាប់និយាយលេងជាមួយអាឡាឌីនទីនេះប្រហែលជាតំបន់របស់ Necropolis រឿងនឹងបណ្ដាលអាលីបាបាឆ្ងល់ហើយតើអ៊ូហ្គោរូបរាងដូចជាគឺចេះនិយាយដែរមែនបើពេលចេញមកអត់មានក្បាលផងហ្នឹងឬអាឡាឌីនក៏បានតបទៅវិញមូលហេតុដែលអ៊ូហ្គោចេញមកគ្មានក្បាលក៏ព្រោះតែអ៊ូហ្គោគ្មានថាមពលគ្រប់គ្រាន់តែនៅពេលមានថាមពលគ្រប់គ្រាន់គាត់ច្បាស់ជាចេញមកដោយពេញរាងកាយតែដោយមិនចង់វែងឆ្ងាយផែនការរបស់អ្នកទាំងពីរបន្ទាប់គឺដណ្ដើមយកត្រៃវេទមន្តមកវិញព្រោះត្រៃវេទមន្តគឺនៅក្នុងដៃឡតឆាមីលមិនមែនអាលីបាបាជាអ្នកយកទេបន្តមកអ្នកទាំងពីរក៏បានបើកច្រកទ្វារប្រាសាទមួយនៅទីនេះគឺសម្បូរដោយទ្រព្យសម្បត្តិយ៉ាងច្រើនតែភ្លាមគោលតាសក៏បានបង្ហាញខ្លួនចេញមករួចកណ្ដួលសន្លប់បាត់ទៅហើយនៅពេលឃើញរបួសច្រើនបែបនេះអាលីបាបាក៏ចាប់ផ្ដើមដឹងដែរថាវាជាស្នាដៃរបស់អ្នកណាកាលតែឃើញបែបនេះអាលីបាបាក៏ទាញកាំបិតចេញមកគឺដើម្បីការពារខ្លួនឯងតែឡតឆាមីលក៏ចាប់ផ្ដើមនិយាយឌឺដងតាអាលីបាបាមនុស្សថ្នាក់ទាបដោយអាលីបាបាបែរជាហ៊ានមកធ្វើខ្លាំងនៅមុខខ្លួនឯងទៅវិញនៅពេលឮពាក្យសម្ដីបែបនេះអាលីបាបាគឺខ្ពើមណាស់ស្ថិតនៅក្នុងដងចងមួយនេះមិនថាអ្នកណាមានឋានៈអីទេគឺសិតតែអត់បានការទាំងអស់ណាមួយឡតឆាមីលក៏មិនមែនជាមនុស្សល្អអីទេអញ្ចឹងហើយមិនសារសមឲ្យខ្លួនឯងគោរពឡើយនៅពេលឮបែបនេះបណ្ដាលឡតឆាមីលខាងណាស់ខ្លួនឯងចង់តែសម្លាប់អាលីបាបាចោលទេមិនចង់ទុកអាលីបាបាឲ្យនៅទើសដៃទើសជើងអញ្ចឹងហើយគាត់ក៏បានឲ្យម៉ូគីអាណាគឺទៅមើលលោកម្ចាស់ម៉ាហ្គីទុកឲ្យខ្លួនឯងគឺកម្ចាត់អាលីបាបាចោលទោះជាអញ្ចឹងក៏ដោយអាលីបាបាមិនបានខ្លាចអីទេខ្លួនឯងក៏ចង់បដៅឡតឆាមីលចេញដែរកុំឲ្យបែកនឹងក្អេងក្អាងពេកនេះជាឱកាសរបស់ឯងហើយឡតឆាមីលនៅក្នុងដងចង់នេះគឺគ្មានន័យអីទាំងអស់ទោះមានទ្រព្យសម្បត្តិឬអំណាចប៉ុណ្ណាក៏ដោយពួកយើងគឺអាចស្លាប់បានគ្រប់ពេលបើឯងខ្លាចគឺអាចត្រឡប់ទៅវិញបាននៅពេលឮបែបនេះម៉ូគីអាណាភ្លឹកជាប់មើលទៅខ្លួនឯងគ្មានភាពក្លាហានដោយអាលីបាបាទេស្របពេលឡតឆាមីលក៏បានស្ទុះទៅ attack អាលីបាបាតែអាលីបាបាបែរជាអាចគេចដូចធម្មតាហើយរាល់ការ attack របស់ឡតឆាមីលគឺមិនអាចធ្វើអ្វីទៅលើអាលីបាបាបានទេហើយចុងក្រោយឡតឆាមីលក៏បានចាញ់ក្រោមដៃអាលីបាបាហើយនៅពេលចាញ់បែបនេះឡតឆាមីលកាន់តែមិនសុខចិត្តទៀតហើយមើលទៅអាលីបាបាមិនមែនជាមនុស្សធម្មតាអីទេដោយអាម៉ាស់មុខពេកឡតឆាមីលក៏បានស្រែកហៅម៉ូគីអាណាដោយមើលទៅមិនស្រួលអាលីបាបាក៏លេងក្បាច់មួយទៀតគឺបញ្ចូលឲ្យក្មេងស្រីនេះចាប់ផ្ដើមជីវិតថ្មី
ទីនេះគឺស្ថិតនៅក្នុងដងចង់មិនចាំបាច់ស្ដាប់បទបញ្ជាលតចាមៀលទេនាងគឺអាចមានសេរីភាពគ្រប់ពេលឃើញបែបនេះលតចាមៀលគឺពេញចិត្តណាស់ខ្លួនឯងនឹងឲ្យម៉ូគីអាណាខ្លាចទៅជាលេខ1នៃអង្គរៈក្បែរខ្លួនបន្ទាប់មកលតចាមៀលក៏ចាប់ផ្ដើមធ្វើបាបអាលីបាបាព្រោះខ្លួនឯងគឺស្អប់អាលីបាបាណាស់វាហាក់បីដូចជាអាលីបាបាគឺអស្ចារ្យជាងខ្លួនឯងអញ្ចឹងនិយាយរួមទៅអាប៉ែហ្នឹងគឺរោគចិត្តខ្លាំងណាស់ឲ្យតែអ្នកណាគឺល្អជាងខ្លួនវាគឺចង់តែសម្លាប់គេចោលទាំងអស់ហើយនៅក្នុងពេលហ្នឹងដែរលតចាមៀលក៏ឲ្យម៉ូគីអាណាគឺសម្លាប់អាលីបាបាចោលបណ្ដាលឲ្យម៉ូគីអាណាក៏សម័យបកក្រោយបន្តិចនៅអំឡុងពេលខ្លួនឯងនៅក្មេងខ្លួនឯងក៏ត្រូវលតចាមៀលធ្វើបាបរហូតហើយនៅពេលបច្ចុប្បន្នវិញខ្លួនឯងគឺខ្លាចរហូតស្ដាប់បទបញ្ជាលតចាមៀលគ្រប់យ៉ាងស្របពេលដាវនៅក្នុងដៃម៉ូគីអាណាបានជាត្រូវលុបបំបត្តិទៅវិញបណ្ដាលឲ្យគ្រប់គ្នាក៏មានការភ្ញាក់ផ្អើលណាស់ហើយតាមការពិតទៅវាជាស្នាដៃរបស់អាឡាឌីនបន្ទាប់មកអាឡាឌីនក៏បានដើរទៅរកអាលីបាបាអត់បានខ្វល់អំពីពួកគេទាំងអស់ដោយខឹងខ្លាំងពេកអាឡាឌីនក៏បានសុំត្រែមកវិញតែលតចាមៀលក៏បានបដិសេធបើចង់បានត្រែវេទមន្តទៅវិញអាឡាឌីនក៏ត្រូវយកឈ្នះខ្លួនឯងសិនដោយនិយាយស្ដាប់គ្នាមិនបានអាឡាឌីនក៏លេងធေါ်ក្តៅវិញទោះបីគ្មានត្រែវេទមន្តអាឡាឌីនក៏អាចប្រើវេទមន្តបានដែរបើដល់ម៉ូឈីណាក៏ត្រូវបានគៀបសង្កត់ជាប់ហើយលតចាមៀលវិញបែរជាសមាជិកខ្លាំងណាស់វាគឺពិតជាដោយដែលលោកគ្រូនិយាយមែនក្មេងនេះគឺជាអ្នករៀបចំផ្លូវរបស់ស្ដេចជាសិស្សរដែលមានឈ្មោះថាម៉ាហ្គីដ៏អស្ចារ្យដោយមិនចង់វែងឆ្ងាយទៀតអាឡាឌីនក៏ទារត្រែវេទមន្តមកវិញលតចាមៀលក៏មិនបានថាអ្វីដែរតែខ្លួនក៏បានចោទសួរទៅតើលោកម្ចាស់ម៉ាហ្គីនឹងរៀបចំឲ្យខ្លួនខ្លាចជាស្ដេចមែនទេមើលមកខ្ញុំគឺពិតជាអស្ចារ្យណាស់កាលនៅក្មេងលោកគ្រូក៏ធ្លាប់ប្រាប់ខ្លួនឯងដែរខ្លួននឹងខ្លាចជាស្ដេចនៅពេលអនាគតស្ដេចនៅក្នុងភ្នែករបស់ខ្ញុំលតចាមៀលឯងគឺគ្មានអីពិសេសទេនៅពេលស្ដាប់ឮបែបនេះលតចាមៀលអស់សង្ឃឹមណាស់ហាក់បីដូចជាខ្លួនឯងគឺបាត់បង់អ្វីៗគ្រប់យ៉ាងហើយអាឡាឌីនវិញក៏បានហៅអាលីបាបាចាស់ចេញទៅមិនចាំបាច់ខ្វល់អំពីពួកគេទេគោលដៅរបស់ពួកយើងគឺស្វែងរកអត្ថកម្បាំងនៃរឿងព្រេងនិទាននេះតែមិនទាន់បានចាក់ចេញផងវេទមន្តជាច្រើនក៏បានលេចចេញមកជាពិសេសបរិសចំណាស់មួយនេះមើលទៅមៀតធំដូចជាហើយមិនទាន់ដឹងច្បាស់ថាគាត់ជាអ្វីទេតើពួកឯងនិយាយអីមុននេះតើអ្នកណាគឺជាស្ដេចក្មេងស្រីនេះក៏មិនមែនដែរអាប៉ែនេះគឺរត់តែអត់ទេក្មេងនេះជាស្អីអញ្ចេះតាមពិតឯងគឺឮហាលីបាបាគឺស្មានថាខ្លួនឯងជាស្ដេចក៏ចាប់ផ្ដើមប្រកែកទៅមើលទៅលោកគឺនិយាយលេងសើចពេកហើយខ្ញុំមិនមែនជាស្ដេចអីទេតាមពិតទៅបរិសចំណាស់នេះគឺសំដៅលើអាឡាឌីនទេគាត់គឺមានឈ្មោះថាអាម៉ុនជាអ្នកគ្រប់គ្រងនៃប្រាសាទដងចងមួយនេះស្របពេលអូហ្គោក៏បានបង្ហាញខ្លួនចេញមកព្រមទាំងបានរៀបរាប់អំពីបញ្ហាទាំងអស់ទៅកាន់អាម៉ុនក្នុងនាមយើងជាម្ចាស់នៃដងចងជើងសូមប្រកាសពួកឯងទាំងពីរនាក់គឺជាជើងឯកនៅទីនេះឮហើយបណ្ដាអាលីបាបាក៏ចាំផ្ដើមសប្បាយចិត្តមិននឹកស្មានថាខ្លួនឯងគឺអាចយកឈ្នះស្រួលអញ្ចឹងទេបន្តមកអាឡាឌីនក៏បានចោទសួរទៅវិញតើពាក្យថាម៉ាហ្គីជាអ្វីលោកម្ចាស់មិនទាន់ដឹងទេមែនពាក្យថាម៉ាហ្គីគឺសំដៅទៅលើបុគ្គលនាំសារម៉ាហ្គីជាអ្នករើសស្ដេចនៅអនាគតនៅពេលបុគ្គលណារៀបនឹងខ្លាចទៅជាស្ដេចគឺសុទ្ធតែម៉ាហ្គីជាអ្នករៀបចំទាំងអស់មិនថាបុគ្គលនោះជាអ្វីទេមិនថាប្រាជ្ញាឬចំណេះដឹងខាងវេទមន្តឬរបៀបខ្លាចជាស្ដេចគឺសុទ្ធតែម៉ាហ្គីជាអ្នករៀបចំទាំងអស់ហើយបុគ្គលណាក៏ដោយឲ្យតែម៉ាហ្គីជ្រើសរើសគឺសុទ្ធតែអាចខ្លាចជាស្ដេចទាំងអស់ស្របពេលទីនេះក៏ត្រូវបានវាយប្រហារដោយបុគ្គលម្នាក់បណ្ដាលអាម៉ុនក៏ចាប់ផ្ដើមនិយាយឡើងមើលទៅបុគ្គលនោះកំពុងបាត់ផ្លូវដែរមែនសិនបើគេធ្វើបានសម្រេចគ្រប់គ្នាគឺមិនអាចចេញទៅវិញបានទេអញ្ចឹងហើយត្រូវតែបញ្ញាប់មិនអាចនៅយូរបានទេនៅពេលគ្រប់គ្នារៀបចាកចេញទៅលតចាមៀលដូចមិនបានខ្វល់អីទេហើយម៉ូគីអាណាក៏បានស្ទាក់ស្ទើរដែរតើគួរទៅចោលលតចាមៀលឬអត់ខណៈដែលកូតាក៏បានចេញមកព្រមទាំងឲ្យម៉ូគីអាណាចាកចេញទៅបុគ្គលម្នាក់នេះគឺអាក្រក់ណាស់មិនអាចឲ្យគាត់ទៅបានទេស្ដាប់ខ្ញុំណាម៉ូគីអាណាអ្នកក៏ត្រូវតែទៅផ្ទះវិញទៅប្រទេសរបស់អ្នកនេះជាគោលបំណងចុងក្រោយរបស់ខ្ញុំចុងក្រោយកូតាក៏បានដើរចាកចេញទៅទុកឲ្យម៉ូគីអាណាគឺមានសេរីភាពឡើងវិញហាលីបាបាក៏មិនភ្លេចដែរគឺយកទ្រព្យសម្បត្តិចាកចេញទៅវិញសូម្បីអាម៉ុនក៏បានចូលទៅក្នុងអវ័យមួយរបស់ហាលីបាបាដែរហើយនៅក្រៅដៃមិនសិនវិញគឺយើងបានឃើញប្រាសាទដងចងគឺចាប់ផ្ដើមដួលរលំហើយបរិសម្នាក់ក៏បាននិយាយឡើងតែលោកម្ចាស់ម៉ាហ្គីគិតត្រូវហើយមែនឬហើយគាត់មិនបាននិយាយច្រើនទេក៏ឲ្យប៉ែនឹងគឺចាស់ចេញទៅវិញមើលទៅរឿងនឹងគឺមានអាចកំបាំងច្រើនណាស់មើលទៅដូចគ្មានអ្វីត្រូវគិតទៀតទេខ្ញុំនឹងយកប្រាក់ទាំងអស់នេះទៅទិញកេរ្តិ៍ឈ្មោះនៅស៊ីនត្រាជាទីតាំងដែលស៊ីនបេតគឺបានបង្កើតឡើងនេះជាក្តីស្រមៃរបស់ខ្ញុំគឺជាក្តីស្រមៃរបស់ស៊ីនបេតតែយ៉ាងណាក៏ដោយអាលីបាបាក៏អរគុណអាឡាឌីនដែរហើយបើគ្មានអាឡាឌីនខ្លួនឯងក៏នៅតែជាមនុស្សកំសាកមិនអាចក្លាហានដូចពេលនេះទេ
អូតាមពិតខ្ញុំគ្មានបានធ្វើទេលោកគឺក្លាហានតាំងពីដើមមិនថាគេមើងងាយប៉ុណ្ណាទេក្នុងនាមជាអាលីបាបាគេរក្សាកិត្តិយសខ្លួនឯងជានិច្ចមិនបានខឹងសម្បាលើគេហើយក៏បញ្ចេញស្នាមញញឹមមកទៀតអ្នកផ្សេងគឺមិនឲ្យតម្លៃមនុស្សគ្រប់គ្នាតែក្នុងនាមជាអាលីបាបាគឺខុសពីគេជីវិតមនុស្សគឺមានតម្លៃស្មើគ្នាចំណុចមួយនេះហើយខ្ញុំគឺពេញចិត្តលោកណាស់ចាប់ពីពេលនេះទៅពួកយើងគឺជាមិត្តនឹងគ្នារហូតស្វែងយល់អត្ថកម្បាំងនៅលើចក្រវាឡមួយនេះបន្តមកមនុស្សគ្រប់គ្នាគឺមានការភ្ញាក់ផ្អើលណាស់មកគីអាណានិងអាលីបាបាគេអាចចាត់ចេញពីដងចងព្រមទាំងមានទ្រព្យសម្បត្តិយ៉ាងច្រើនចាប់ផ្ដើមនៅភាពបន្តពេលនេះអប៉ែប៊ូដែលកំពុងអែបអបលើអាលីបាបាព្រោះពេលនេះអាលីបាបាមិនដូចពីមុនទៀតទេហើយអាលីបាបាវិញគឺកំពុងធុញទ្រាន់ហើយតែបើទោះជាលឺអញ្ចឹងក៏ដោយអប៉ែប៊ូដែលមិនបានខឹងអីទេហើយនិយាយលើកជើងអាលីបាបាទៀតអាលីបាបាមិនភ្លេចរឿងអតីតចោលទៅខណៈដែលអាលីបាបាកំពុងកើតទុក្ខដែររយៈពេល3ថ្ងៃហើយបែរជាមិនឃើញអាឡាឌីនមកសោះមិនដឹងថាអាឡាឌីនគឺទៅដល់ទីណានោះទេស្របពេលអ្នកយាមក៏ដើរចូលមកគឺមានក្មេងម្នាក់មកចង់ជួបលោកម្ចាស់ឮបែបនេះអាលីបាបាសប្បាយចិត្តណាស់ខ្លួនឯងស្មានតែជាអាឡាឌីនតែតាមការពិតទៅជាម៉ូគីអាណាសោះបន្តមកម៉ូគីអាណាក៏បានចោទសួរទៅហេតុអីអាលីបាបាគឺយកទ្រព្យសម្បត្តិខ្លួនឯងទៅទិញកម្មសិទ្ធិទាសករទាំងអស់ហើយដោះលែងពួកគេទៅវិញឬហើយគាត់ក៏បានតបទៅវិញព្រោះវាជាក្តីសម័យរបស់បរិសនោះどうして財宝を使って私たち ហើយនិយាយចុះឡើងមកគីណាក៏បានប្រាប់ដែរខ្លួនឯងមកទីនេះដើម្បីអរគុណអាលីបាបាហើយក៏ចង់ត្រឡប់ទៅស្រុកកំណើតវិញដែរព្រោះវាជាការសន្យាជាមួយលោកម្ចាស់ម៉ាហ្គីបណ្ដាលអាលីបាបាក៏ចាប់ផ្ដើមនឹកឃើញដែរខ្លួនក៏ធ្លាប់សន្យារឿងមួយជាមួយអាឡាឌីនអញ្ចឹងហើយខ្លួនឯងក៏ត្រូវតែធ្វើវាដែរហើយភ្លាមយើងក៏បានឃើញអាលីបាបាកំពុងធ្វើដំណើរទៅកន្លែងមួយព្រមទាំងបាននឹកឃើញពាក្យសម្ដីរបស់អាឡាឌីនទាំងអស់ពួកយើងទាំងពីរនឹងចាប់ផ្ដើមផ្សងព្រេងជាមួយគ្នាហើយស្វែងយល់អត្ថកម្បាំងនៃចក្រវាឡមួយនេះហើយនៅពេលឮពាក្យសម្ដីទាំងអស់នេះត្រាវេទមន្តក៏ចាប់ផ្ដើមភ្លឺឡើងបង្ហាញមកកន្លែងអាឡាឌីនវិញហើយនៅពេលដឹងខ្លួនមកអាឡាឌីនក៏បានឃើញលោកយាយម្នាក់មិនទាន់ដឹងថាគាត់មានឈ្មោះអីទេដឹងត្រឹមអ្នកភូមិក៏ហៅគាត់ថាលោកយាយបាបាហើយតាមមើលទៅគាត់ប្រហែលជាគ្រូវេទមន្តមួយរូបដែរព្រោះគាត់ក៏បានដឹងរឿងរ៉ាវរបស់អាឡាឌីនច្រើនណាស់ហើយនៅស្វាគមន៍អាឡាឌីនមកកាន់ភពផែនដីវិញទៀតបន្តមកក្មេងស្រីដែលមានឈ្មោះថាតូយ៉ាក៏បានហៅលោកយាយចេញក្រៅព្រោះក្រុមរបស់ដូជីក៏បានមកវិញហើយក្រុមនេះហើយជាអ្នកនាំអាឡាឌីនមកទីនេះនៅក្នុងពេលនឹងក៏ធ្វើយើងបានដឹងដែរក្រុមមួយនេះជាកោសម្ព័ន្ធដាច់ដោយឡែកហើយក៏ជាគ្រួសារនៃតកូលខូក្រោយមកពួកគេក៏បានសួរនាំពីអាឡាឌីនតែអាឡាឌីនជាអ្នកណាជាស្ប៉ៃរបស់អាណាចក្រខូមែនទេឬហើយអាឡាឌីនក៏បានតបទៅវិញខ្លួនគឺមានឈ្មោះថាអាឡាឌីនជាអ្នករស់នៅជីសានតែក្នុងចំណោមពួកគេមានអ្នកណាស្គាល់វាឬអត់នៅពេលឮបែបហ្នឹងបរិសម្នាក់ក៏បានប្រាប់ទៅវាគឺស្ថិតនៅក្នុងទិសខាងលិចហើយការធ្វើដំណើរទៅទីនោះគឺចំណាយពេលអស់2ឆ្នាំឯណោះបណ្ដាលអាឡាឌីនគឺឡើងហួសចិត្តមិនក៏នៅទីនោះឆ្ងាយម៉េះក្រោយមកនៅពេលយប់អ្នកភូមិក៏ចាប់ផ្ដើមកម្មវិធីសបាយមើលទៅការរស់នៅគឺគ្មានត្រូវខ្វល់អីច្រើនទេអ្នករស់នៅទីនេះគឺសុទ្ធតែចាត់ទុកខ្លួនឯងជាគ្រួសារទាំងអស់នៅពេលឮបែបនេះអាឡាឌីនក៏ចាប់ផ្ដើមនឹកឃើញដល់អូហ្គូធ្លាប់និយាយថាអាឡាឌីនខ្លួនឯងគ្មានគ្រួសារអីទេកើតមកគឺដើម្បីអតិភិបដ៏អស្ចារ្យនៃចក្រវាឡមួយនេះស្របពេលលោកយាយក៏បានតបទៅវិញក៏មកអាឡាឌីនពិបាកចិត្តអីបច្ចុប្បន្នអាឡាឌីនដែលនៅទីនេះគឺជាកូនរបស់លោកយាយបាបាក៏ជាគ្រួសាររបស់គ្រប់គ្នាដែររឿងនឹងបណ្ដាលអាឡាឌីនចាប់ផ្ដើមសប្បាយចិត្តហើយព្រោះខ្លួនក៏ត្រូវបានគេចាត់ទុកជាគ្រួសារដែរខ្លួនឯងកន្លងមកគឺចង់ដឹងខ្លាំងណាស់តើពាក្យថាគ្រួសារគឺមានន័យយ៉ាងម៉េចស្របពេលកងទ័ពមួយក្រុមកំពុងមើលពីចម្ងាយដែរហាក់បីដូចជាមានគោលបំណងអ្វីមួយអញ្ចឹងហើយនៅពេលព្រឹកឡើងដូជីក៏បានមកលាតូយ៉ាដែរបណ្ដាលនាងក៏ចាប់ផ្ដើមពិបាកចិត្តហើយព្រោះលើកនេះគាត់បែរជាយកដើរទៅជាមួយស្របពេលអាឡាឌីនក៏បានស្រែកហៅគេជួយដែរព្រោះពេលនេះសេះកំពុងផ្អើលហើយខណៈដែលមនុស្សស្រីម្នាក់ក៏បានចេញមកព្រមទាំងបានជួយអាឡាឌីនដែរតាមពិតទៅនាងជាកូនទី3របស់អធិរាជទី1នៃអាណាចក្រតកូលខូមកទីនេះគឺដើម្បីចរចាផ្នែកការទូតឬហើយលោកជ័យក៏ចាប់ផ្ដើមណែនាំខ្លួនគឺមានឈ្មោះថាចាកាន់សាម៉ានជាកូនរបស់ស្ដេចទី155នៃតកូលខូហ្គានិយាយចំទៅព្រះនាងទី3គឺមកដើម្បីចរចាផ្នែកការទូតឲ្យតកូលរបស់ខូហ្គាបង្រួបបង្រួមឡើងវិញមិនតែប៉ុណ្ណោះព្រះនាងក៏បាននិយាយដែរមុនពេលខ្លួនមកក៏សម្ព័ន្ធផ្សេងគឺបានយល់ព្រមអស់ហើយតែអ្នកភូមិក៏ចាប់ផ្ដើមនិយាយកាត់វិញសបិនដូនតាដូចគ្នាគឺមានគោលបំណងបង្រួបបង្រួមមែនទេបើពួកយើងមិនយល់ព្រមព្រះនាងក៏ចង់ឈ្លានពានមែនទេありがとうឃើញបែបនេះព្រះនាងក៏ចាប់ផ្ដើមចោទសួរហើយហេតុអីរយោស័យគឺបង្កបញ្ហាអញ្ចឹង
តែប៉ែនឹងមិនដឹងអាងអីទេបើជាឲ្យព្រះនាងបាត់មាត់ទៅវិញហើយនៅបាននិយាយទៅឌីលអ្នកភូមិទៀតទឹកដោះគោអន់អញ្ចឹងមិនស័ក្តិសមឲ្យព្រះនាងសោយទេហើយក៏មិនចាំបាច់ចរចាអីដែរចាប់ពីពេលនេះទៅអាណាចក្រគ្រូនឹងគ្រប់គ្រងលើភូមិនេះអាប៉ែនេះគឺរឿងល្អបន្តិចបែរជាឲ្យដូចជាធ្វើចិត្តត្រជាក់វិញទោះបីសម្រាប់រាយោស័យក៏បញ្ហាមិនអាចដោះស្រាយបានដែរហើយការដែលឃើញភាពតានតឹងអញ្ចឹងព្រះនាងក៏ចាប់ផ្ដើមចាក់ចេញទៅតែខ្លួនក៏សង្ឃឹមផងដែរជួបគ្នាលើកក្រោយលោកជេនឹងយកព្រមតាមសំណើខ្លួននៅពេលត្រឡប់មកវិញរាយោស័យក៏បាននិយាយដែរហេតុអីព្រះនាងមិនដោះស្រាយបញ្ហាដាច់ស្រេចឮហើយព្រះនាងមិនយល់ស្របនោះទេព្រោះអ្នកភូមិនោះជាអនាគតរបស់អាណាចក្រគ្រូអញ្ចឹងហើយត្រូវដោះស្រាយល្អមិនអាចធ្វើអីផ្ដេសផ្ដាសបាននោះទេស្របពេលអាឡាឌីនក៏បានបង្ហាញខ្លួនចេញមកតាមពិតអាឡាឌីនមកទីនេះគឺចង់ឲ្យព្រះនាងដោះស្រាយបញ្ហាបានល្អមិនចង់ឲ្យមានរឿងការវាយកាប់ចាក់កើតឡើងទេបើរឿងនោះកើតឡើងមែនលោកយាយគឺច្បាស់ជាយំឮហើយព្រះនាងគឺចាប់ផ្ដើមយល់អ្វីៗទាំងអស់ខ្លួននឹងយកព្រមតាមសំណើរបស់អាឡាឌីននៅពេលឮបែបនេះពន្លឺមួយក៏បានចេញពីខ្លួនអាឡាឌីនក៏មានន័យថាពាក្យសម្ដីរបស់ព្រះនាងជាការពិតទាំងអស់ខ្ញុំឃើញថាអ្នកជាមនុស្សល្អអញ្ចឹងហើយមិនចាំបាច់និយាយវែងឆ្ងាយទេខ្ញុំនឹងដោះស្រាយបញ្ហាទាំងអស់ឲ្យហើយនឹងប្រាប់លោកយាយឲ្យយកព្រមតាមសំណើមួយនេះតែនៅពេលត្រឡប់មកវិញអាឡាឌីនក៏បានចោទសួរអ៊ូហ្គោនៅពេលឃើញព្រះនាងទី3អ៊ូហ្គោដូចមានប្រតិកម្មអាឡាឌីនក៏ចាប់ផ្ដើមដឹងដែររឿងទាំងអស់នេះអ៊ូហ្គោមិនអាចឆ្លើយតបបានទេតើតែខ្លួនឯងស្វែងរកអាចកំបាំងនៅទីនេះទើបអាចដោះស្រាយបញ្ហាទាំងអស់បានតែរឿងមិនល្អក៏បានកើតឡើងស្របពេលគ្នាបើតាមមើលទៅអ្នកភូមិក៏ត្រូវបានគេចាប់ខ្លួនហើយលោកយាយវិញក៏បានសុំឲ្យដូជីកុំសម្លាប់អ្នកណាអសោះព្រោះវាក៏អាចកើតមានសង្គ្រាមគ្រប់ពេលបើទោះជាលឿនចឹងមែនដូជីមិនបានតបអីទេក៏ជិះសេះចាក់ចេញទៅស្របពេលអាឡាឌីនក៏បានមកដល់រួចក៏បានចោទសួរលោកយាយតើមានបញ្ហាអីកើតឡើងមែនទេតាមពិតទៅបញ្ហាដែលកើតឡើងរយោស័យជាអ្នកបង្កឡើងទាំងអស់វាគឺខឹងព្រះនាងណាស់ដែលមិនយល់ព្រមតាមវាអញ្ចឹងហើយបានជាវាចាប់មនុស្សស្រីមកគឺដើម្បីសងសឹកទាំងអស់ស្របពេលក្រុមដូជីក៏បានតាមទាន់ដែរហើយនៅពេលឃើញបែបនេះរយោស័យក៏បញ្ជាបាញ់ព្រួញចេញទៅហើយមួយផ្លែតក្រោយដូជីក៏អាចឡើងលើរទេះបានព្រមនឹងចាត់ការលើចាក់ចែមទាំងអស់តែខ្លួនឯងបើជានឹកឃើញពាក្យសម្ដីលោកយាយមិនអាចសម្លាប់អ្នកណាទេមិនចឹងសង្គ្រាមច្បាស់ជាកើតឡើងតែងាកទៅមកខាងទៀតតូយ៉ាក៏ត្រូវបានគេបំពេញចឹងហើយមិនអាចលើកលែងបានទេត្រឡប់មកខាងអាឡាឌីនវិញខ្លួនគឺតាមមិនទាន់ពួកគេទេទើបលោកយាយក៏បាននិយាយទៅគេនៅចាំទីនេះបានហើយអំឡុងពេលហ្នឹងអាឡាឌីនក៏ប្រាប់លោកយាយមុននេះខ្លួនឯងគឺបានជួបជាមួយព្រះនាងហើយពិភាក្សាពីបញ្ហាទាំងអស់ម្យ៉ាងទៀតព្រះនាងគឺសន្យាដោយចិត្តស្មោះប្រសិនបើលោកយាយយកព្រមលើរឿងនេះបញ្ហាទាំងអស់នឹងត្រូវបានដោះស្រាយស្របពេលដំណើរគ្នាក្រុមដូជីក៏បានមកដល់ហើយក៏មិនបានធ្វើអ្នកណាស្លាប់ទេព្រោះគ្រប់គ្នាគេចាំសម្ដីលោកយាយបើសង្គ្រាមកើតឡើងគ្មានអ្នកណាគេអាចនៅរស់ទេឃើញបែបនេះលោកយាយក៏ចាប់ផ្ដើមសប្បាយចិត្តហើយក៏បាននិយាយទៅពួកគេខ្លួនឯងនឹងចូលរួមជាមួយចក្រភពគឺដើម្បីការពារគ្រួសារយើងណាមួយចង់ឲ្យភាពរុងរឿងនៃចក្រភពកើតឡើងឬឲ្យគ្រប់គ្នាសប្បាយចិត្តណាស់គ្មានអ្នកណាជំទាស់គាត់ទេហើយអំឡុងពេលគ្រប់គ្នាសម្រាប់នៅទីនេះលោកយាយក៏ដើរមើលព្រះច័ន្ទម្នាក់ឯងក៏ស្រាប់តែមានព្រួយមួយបាញ់សម្ដៅមកលោកយាយតែម្ដងមិនដឹងថាគាត់គឺស្លាប់ឬរស់ទេបន្ទាប់មកអាឡាឌីនក៏បានមកមើលលោកយាយបើតាមមើលស្ថានភាពលោកយាយគឺរបួសធ្ងន់ខ្លាំងណាស់បើយកទៅភូមិមិនទាន់គឺមិនអាចសង្គ្រោះបានទេហើយអ្នកណាធ្វើបាបលោកយាយក៏មិនទាន់ដឹងច្បាស់ដែរព្រោះគ្រប់គ្នាមិនបានឃើញហេតុការណ៍នោះទេម្យ៉ាងទៀតចម្ងាយនៅភូមិឆ្ងាយពេកអញ្ចឹងហើយអាឡាឌីនក៏បានទិញប្រងវេទមន្តនាំលោកយាយទៅភូមិតែម្ដងត្រឡប់មកបន្ទាយចក្រភពវិញគឺជើងបានឃើញទាហានរងរបួសកំពុងជិះសេះត្រឡប់មកវិញហើយក្រុមរយោស័យកំពុងយកបញ្ហាទាំងអស់នេះមកប្រាប់ព្រះនាងដែរតែវាបានចោទថាកូនសម្ព័ន្ធគូកាជាអ្នកធ្វើរឿងរ៉ាវទាំងអស់ទាំងដែលការពិតពួកវាជាអ្នកបង្កបញ្ហាសោះឬហើយព្រះនាងក៏បានតបទៅវិញតើវាជាការពិតឬអត់ព្រោះខ្លួនឯងមិនជឿទេថាកូនសម្ព័ន្ធគូកាគឺវាយប្រហារលើកងទ័ពឃើញបែបនេះរយោស័យក៏ចាប់ផ្ដើមច្រឡោតទោះព្រះនាងហាគូអ៊ីជាកូនស្រីអធិរាជមែនក៏គ្មានសិទ្ធិធំជាងខ្លួនដែរខ្លួនជាអ្នកគ្រប់គ្រងព្រះនាងព្រោះអធិរាជក៏បានបញ្ជាមកហើយអញ្ចឹងហើយព្រះនាងទី3គឺគ្មានសិទ្ធិបញ្ជាលើកងទ័ពអីទេនៅពេលឮបែបនេះព្រះនាងក៏ចាប់ផ្ដើមយល់ទាំងអស់អាប៉ែនឹងគឺមានចេតនាចង់បង្កបញ្ហាកើតឡើងឬហើយរយោស័យក៏គ្មានអីតបទេបើព្រះនាងទៅភូមិគូកាខ្លួនឯងនឹងគ្រប់គ្រងលើកងទ័ពទាំងស្រុង
នៅពេលឮបែបនេះព្រះនាងគឺគ្មានជំរឿអីទេក៏យកព្រមលើរឿងនេះអំឡុងពេលខ្លួនឯងមិននៅរយោសៃជាអ្នកគ្រប់គ្រងលើទ័ពទាំងអស់នៅពេលនិយាយរួចហាគីអ៊ីក៏បានហៅស៊ីសានចាចេញទៅអត់មានបានខលអំពីអបែតនឹងទៀតទេហើយនៅពេលព្រឹកឡើងក៏សម្ព័ន្ធគូហ្គាគឺមានគោលបំណងចង់សងសឹកព្រោះពួកគេបានដឹងហើយព្រួញដោយបាញ់មកកាន់លោកយាយគឺជាព្រួយអាណាចក្រគូឃើញបែបនេះដរជីក៏បានហាមឃាត់ដែរបើសង្គ្រាមកើតឡើងមែនមិនថាឈ្នះចាញ់ទេគ្រួសារយើងច្បាស់ជាមានអ្នកស្លាប់ឬបែបនេះអ្នកភូមិក៏មិនសុខចិត្តទេព្រោះលោកយាយត្រូវបានគេលួចធ្វើឃាតស្រីវិញវានឹងត្រូវបានគេចាប់ធ្វើបាបអញ្ចឹងហើយក៏ត្រូវតែសងសឹកវិញឲ្យបានអាឡាឌីនដែលបានឃើញហើយគឺបារម្ភខ្លាំងណាស់លោកយាយក៏ចាប់ផ្ដើមឈឺធ្ងន់ទៀតអាឡាឌីនខ្លួនឯងមិនដឹងត្រូវធ្វើយ៉ាងណាទេហើយនៅខាងរយោសៃវិញពួកគេកំពុងរៀបចំបញ្ហាទៀតហើយអ្នកភូមិច្បាស់ជាខឹងសម្បាលើរឿងយប់មិញហើយអំឡុងពេលព្រះនាងទៅពួកគេច្បាស់ជាបើកការសងសឹកថាមិនត្រូវអ្នកភូមិជ្រុលដៃសម្លាប់ព្រះនាងក៏ថាបានហើយបញ្ហាទាំងអស់នេះរយោសៃមិនបានខ្វល់អីទេជាពេលដែលខ្លួនឯងអាចឡើងកាន់អំណាចបានស្របពេលព្រះនាងក៏បាននិយាយដែរខ្លួនគឺជឿជាក់ថាអ្នកភូមិច្បាស់ជាបើកការសងសឹកព្រោះក្មេងអាចកំបាំងដែលចាស់ចេញពីដងចងគឺបានមកប្រាប់យប់មិញដែរនៅពាក្យសម្ដីទាំងអស់នេះក៏មានន័យថាលើโลกនេះសម្បូរអ្នកដឹងរឿងរបស់ម៉ាហ្គីច្រើនណាស់ហើយមិនទាន់ទៅដល់ក្នុងភូមិផងព្រះនាងក៏ត្រូវបានអ្នកភូមិស្ទាក់តាមផ្លូវចឹងហើយព្រះនាងក៏បានចុះទៅលើសេះគឺដើម្បីចរចាជាមួយពួកគេតែបរិមអ្នកក៏បានស្រែកចេញមកលួចធ្វើបាបលោកយាយហើយនៅមានមុខមកទីនេះទៀតនៅពេលព្រះនាងមិនកិច្ចគាត់ក៏បានចោទសួរទៅហេតុអីបានជាព្រះនាងគឺមិនកិច្ចពីកំបិតនេះឮហើយព្រះនាងគ្មានពាក្យអីតបទេនោះក៏ព្រោះខ្លួនឯងគ្មានគោលបំណងធ្វើសង្គ្រាមអីឡើយអ្វីដែលខ្លួនឯងចង់បានគឺចរចារកសន្តិភាពហើយបង្រួបបង្រួមអាណាចក្រឡើងវិញរឿងនឹងបណ្ដាលអ្នកភូមិគឺមានការភ្ញាក់ផ្អើលណាស់តែដល់យប់មិញពួកគេបានប្រើល្បិចក៏ធ្វើឲ្យលោកយាយប៊ីស្លាប់ដែរអញ្ចឹងហើយជាក់ស្ដែងគឺមិនអាចជឿបានទៀតទេស្របពេលលោកយាយក៏បានធ្វើដំណើរមកដល់ទង្វើរបស់ពួកឯងគឺមិនស័ក្តិសមជាអ្នកចម្បាំងគូហ្គាទេបន្តមកលោកយាយក៏អន់គោរពព្រះនាងគឺឲ្យកោសម្ព័ន្ធគូហ្គារួបរวมជាមួយចក្រភពគូឃើញបែបនេះអ្នកភូមិក៏ចាប់ផ្ដើមជំទាស់ចូលរួមជាមួយពួកដេរីឆានច្បាស់ជាវិនិច្ឆ័យទាំងស្រុងមិនខានចុះពួកឯងមិនឃើញទេមែនគូហ្គាគឺវិនិច្ឆ័យរួចហើយគឺត្រូវរួបរวมឡើងវិញតកោពួកយើងត្រូវបានពួកគេឈ្លានពានពាន់ឆ្នាំមកហើយគឺវេទនាទាំងផ្លូវកាយផ្លូវចិត្តព្រមទាំងបានត្រូវគេចាប់ធ្វើទាសករថែមទៀតក្នុងនាមខ្ញុំជាមេដឹកនាំខ្ញុំមិនឲ្យកោសម្ព័ន្ធជួបភាពឈឺចាប់ទៀតទេការរួបរวมអាណាចក្រគូហ្គាឡើងវិញគឺជារឿងដ៏ស័ក្តិសមបំផុតឮហើយព្រះនាងក៏ចាប់ផ្ដើមយល់គ្រប់យ៉ាងអញ្ចឹងហើយព្រះនាងក៏ចាប់ផ្ដើមស្បត់សច្ចាចាប់ពីពេលនេះទៅកោសម្ព័ន្ធគូហ្គានឹងរួបរวมឡើងវិញក្នុងនាមខ្លួនឯងជាព្រះនាងហាគូអ៊ីជាកូនស្រីទី3របស់អាធ្រាជគឺនឹងការពារកោសម្ព័ន្ធគូហ្គាអស់ពីចិត្តហើយនៅគ្មានបញ្ហាណាមួយកើតឡើងលើកោសម្ព័ន្ធគូហ្គាទៀតទេនៅរឿងរ៉ាវទាំងអស់នេះអ្នកភូមិគូហ្គាគ្មានអីត្រូវប្រកែកទេព្រោះគ្រប់គ្នាផ្ដល់តម្លៃឲ្យលោកយាយអ្នកចម្បាំងគូហ្គាដ៏អស្ចារ្យបើជាយកព្រមចុះចាញ់គេទៅវិញតែមិនយូរប៉ុន្មានលោកយាយក៏បានលាចាកទៅក្នុងនាមជាកូនគឺបានត្រឹមយំសោកស្ដាយប៉ុណ្ណោះហើយវិញ្ញាណក្ខន្ធលោកយាយក៏បាននិយាយលេងជាមួយអាឡាឌីនដែរគឺមានតែអាឡាឌីនប៉ុណ្ណោះដែលអាចមើលឃើញលោកយាយបានតាមពិតទៅលោកយាយគឺម៉ាហ្គីជាអ្នករៀបចំទាំងអស់អញ្ចឹងហើយបានគាត់គឺដឹងរឿងរ៉ាវរបស់អាឡាឌីនហើយមុនពេលចាកចេញទៅលោកយាយក៏បាននិយាយដែរអាពលឺមេអំបៅដែលចេញពីខ្លួនអាឡាឌីនតាមពិតទៅវាគឺមានឈ្មោះថាដឺរូគឺបង្ហាញអំពីសកម្មភាពរបស់មនុស្សឬសកម្មភាពណាដែលចេញពីចិត្តរបស់យើងមិនថាមុនពេលកើតរឿងអីទេវានឹងបញ្ចេញមកឲ្យយើងដឹងមុនអាឡាឌីនគឺជាម៉ាហ្គីជាកូនរបស់សូឡូមោនឬហើយអាឡាឌីនភ្លើកជាប់មិនដឹងថាលោកយាយគឺមានគោលបំណងអីឲ្យច្បាស់ទេតែនៅពេលឃើញលោកយាយចាកចេញទៅខ្លួនឯងក៏ចាប់ផ្ដើមស្រក់ទឹកភ្នែកដែរខ្លួនគឺមិនចង់បាត់បង់លោកយាយដែរស្របពេលព្រះនាងក៏ប្រទះជាមួយនឹងរយោសៃឃើញបែបនេះព្រះនាងក៏បានចោទសួរទៅមិនបានជាបែរនឹងបង្កបញ្ហាទៀតហើយព្រោះពេលនេះអ្នកភូមិគូហ្គាក៏យកព្រមចុះចូលអស់ហើយក្នុងនាមខ្លួនឯងជាព្រះនាងគឺបញ្ជាដកទ័ពទៅវិញហើយបើទោះបីជាលឺបែបនឹងមែនរយោសៃមិនបានស្ដាប់ទេវាគឺចាំឱកាសនេះយូរហើយឱកាសដែលខ្លួនគឺអាចគ្រប់គ្រងលើកងទ័ពពេលព្រះនាងគូហ្គាស្លាប់កំហុសគ្រប់យ៉ាងនឹងធ្លាក់លើអ្នកភូមិហើយរយោសៃខ្លួនឯងផ្ទាល់នឹងចាត់វិធានការលើអ្នកភូមិពេលនោះហើយជាពេលដែលខ្លួនឯងគឺមានអំណាចបះបោរបាន
ដោយមិនចង់វែងឆ្ងាយច្រើនព្រះនាងក៏បញ្ជាកងទ័ពចាប់ខ្លួននយោស័យតែនេះមិនយ៉ាងអាចទៅរួចទៅកងទ័ពដែលមកភៀសច្រើនជាកងទ័ពរបស់នយោស័យទាំងអស់ចុងក្រោយនយោស័យក៏បញ្ជាកងទ័ពឲ្យសម្លាប់ព្រះនាងតែរឿងនឹកស្មានមិនដល់ក៏បានកើតឡើងដែរព្រួញដែលបាញ់ចេញមកទាំងអស់មិនអាចធ្វើអីលើព្រះនាងបានទេដោយសារព្រះនាងជាអ្នកឈ្នះដានចិនហើយទទួលបានផលិតវេទមន្តសូម្បីអង្គរៈព្រះនាងក៏អញ្ចឹងដែរអ្នកទាំងពីរសុទ្ធតែទទួលបានអាវុធវេទមន្តចេញពីដានចិនបន្ទាប់មកព្រះនាងហាកឺអ៊ីក៏បានសូត្រវេទមន្តប្រែខ្លួនឯងទៅជា The Great Demon Lords ហើយស្នើសុំធម្មពលអំពីបៃមនក្នុងនាមយើងជាព្រះនាងនៃអាណាចក្រគូដែលមានឈ្មោះថារ៉េនហាគូអ៊ីគឺនឹងកាត់ទោសជនក្បត់នយោស័យដោយផ្ទាល់ក្រោយមកមិនយូរប៉ុន្មានព្រះនាងក៏ចាប់ផ្ដើមអស់កម្លាំងហើយដោយមើលទៅមិនស្រួលព្រះនាងក៏ហៅអង្គរៈមកវិញព្រោះខ្លួននឹងបង្កើតក្បាច់ចុងក្រោយមួយដើម្បីបញ្ចប់ចម្បាំងនេះឲ្យលឿនបន្តមកព្រះនាងក៏ចាប់ផ្ដើមអស់ធម្មពលពីខ្លួនស្របពេលនយោស័យគឺមិនបានកាន់អីទាល់តែសោះហើយកងទ័ពជំនួយអបិនឹងក៏មកដល់ទៀតអញ្ចឹងហើយព្រះនាងក៏ត្រូវបានគេចាប់បានហើយស៊ីសានវិញគឺមានរបួសធ្ងន់ណាស់សម្ដីរបស់នយោស័យទោះបីព្រះនាងជាអ្នកឈ្នះដានចិនទទួលបានផ្លិតវេទមន្តមែនតែកម្លាំងព្រះនាងខ្សោយណាស់មិនអាចប្រើរយៈបៃមនបានតាមចិត្តទេដោយមិនអាចទ្រាំនឹងការប្រមាថបានព្រះនាងក៏ចាប់ផ្ដើមប្រឆាំងហើយតែនយោស័យពីដំបូងគឺនិយាយលយណាស់បើព្រះនាងចង់វាយមួយស្មើខ្លួនគឺអាចកំដរបានតែនេះគ្រាន់ជាពាក្យនិយាយលេងសើចទេមនុស្សថោកទាបដូចវាទោះប្រើល្បិចអីក៏ដោយឲ្យតែខ្លួនឯងឈ្នះវាគិតថាត្រូវទាំងអស់ហើយដោយមិនចង់ខាតពេលច្រើនវាក៏ចង់សម្លាប់ហាគីចោលតែភ្លាមការវាយប្រហារមួយក៏ចាប់ផ្ដើមមកដល់ដែរតាមពិតទៅវាជាស្នាដៃរបស់អ៊ូហ្គោនិងអាឡាឌីនហើយមិនចាំយូរអ៊ូហ្គោក៏បានវាយនយោស័យឡើងប៉ើងក៏មានន័យថាបញ្ហានឹងត្រូវបានបញ្ចប់ដែរហើយការដែលឃើញពន្លឺមេអំបៅនិងសមត្ថភាពក្មេងប្រុសនេះហាកេអ៊ីក៏បានចោទសួរទៅនឹកទៅដល់ពាក្យសម្ដីលោកយាយអាឡាឌីនពេលនេះទទួលស្គាល់ខ្លួនឯងហើយខ្លួនគឺជាម៉ាហ្គីតែភ្លាមផ្លិតវេទមន្តក៏មានប្រតិកម្មជាមួយអាឡាឌីនអញ្ចឹងហើយអាឡាឌីនក៏បានយកដៃទៅប៉ះវាបន្តិចបណ្ដាលឲ្យរយៈបៃមនក៏បានចេញមកសូម្បីអ៊ូហ្គោក៏បានចេញមកដែរគាត់ក៏បានចេញមករៀបរាប់អីទៀតហើយនិយាយចុះឡើងអ៊ូហ្គោបែរជាអៀនទៅលើកញ្ញាបៃមនតែរឿងទាំងអស់បៃមនមិនបានខ្វល់អីទេកិច្ចការខ្លួនឯងគឺម៉ាហ្គីរៀបចំឲ្យហើយគឺជួយហាកេអ៊ីឡើងធ្វើជាស្ដេចឮអាឡាឌីនឆ្ងល់ណាស់ហាកេអ៊ីក៏ត្រូវបានរៀបចំដោយម៉ាហ្គីក៏មានន័យថាម៉ាហ្គីគឺមានច្រើនអ្នកហើយគេដើរជ្រើសរើសស្ដេចនៅក្នុងប្រទេសមួយខុសៗគ្នារាល់ស្ដេចដែលត្រូវបានជ្រើសរើសគឺសុទ្ធតែមានអារក្សឌីជីនទាំងអស់តែអាឡាឌីនមិនទាន់បានជ្រើសរើសស្ដេចម្នាក់ទេមែនឬអាឡាឌីនគឺមានការភ្ញាក់ផ្អើលណាស់ខ្លួនឯងដូចជានឹកឃើញរឿងអីមួយក្រោយមកទៀតយើងក៏បានឃើញអាឡាឌីនគឺរៀបចាកចំទៅតំបន់ខ្លួនឯងវិញហើយដជីក៏បានបកគោលឈើច្រត់លោកជ័យឲ្យដែរព្រោះវាជាគោលបំណងគាត់មុនពេលស្លាប់តែមុនពេលចាកចេញទៅអាឡាឌីនក៏បាននឹកឃើញមួយកំបិតគ្រប់គ្នាក៏ដូចទៅនឹងកំបិតគោលតាតែគ្រប់គ្នាគឺមានស្គាល់គាត់ឬអត់ឬហើយគ្រប់គ្នាមិនប្រកាសថាគោលតាជាបរិសុទ្ធក្នុងគោលសម្ព័ន្ធខ្លួនឯងទេព្រោះអាណាចក្រគូគឺសម្បូរអ្នកមានឈ្មោះគោលតាណាស់មើលទៅបញ្ហារបស់គោលតាប្រហែលជាចៃដន្យជាមួយនឹងគ្នាប៉ុណ្ណោះបន្តមកយើងក៏បានឃើញតួអង្គថ្មី2នាក់ដែលមានឈ្មោះថាឡៃឡានិងសាមើលទៅពួកគេក៏ជាមនុស្សល្អដែរព្រោះមកគីអាណាគ្រោះនៅជាមួយពួកគេអស់រយៈពេល6ខែមកហើយបើតាមការនិយាយស្ដីរបស់អ្នកទាំង3ពួកគេក៏មានគោលបំណងឆ្លងកាត់តំបន់បលបែតជាតំបន់មួយដែលអាឡាឌីនមានគោលបំណងចង់ទៅហើយមកដល់ពេលនេះក៏យើងមិនទាន់ដឹងដំណើររបស់អាឡាឌីនយ៉ាងម៉េចដែរហើយមិនយូរប៉ុន្មានអ្នកទាំង3ក៏មកដល់ទីក្រុងមួយតែមើលទៅស្ថានភាពមនុស្សភាគច្រើនគឺតោកយ៉ាណាស់ដោយសារតំបន់បលបែតគឺមានក្រុមចៅលុកលុយអញ្ចឹងហើយប្រជាជនភាគច្រើនគ្មានរបបអាហារគ្រប់គ្រាន់ទេអ្វីដែលអាចធ្វើបានគឺចាកចេញពីក្រុងនេះដើម្បីរក្សាជីវិតខ្លួនឯងទោះជាអញ្ចឹងក៏ដោយឡៃឡាមិនបានខ្លាចអីទេពួកចៅអន់អញ្ចឹងមានអីត្រូវខ្លាចពួកវាស្របពេលខ្លួនឯងក៏បានបុកបរោះម្នាក់ហើយមកគីអាណាដែលឃើញហើយក៏បានភ្លឹកជាប់ក្នុងដៃវាកំពុងកាន់ទាស្ករជាច្រើនហើយក្នុងនាមខ្លួនឯងធ្លាប់ជាទាស្ករកាលដែលឃើញបែបនេះគឺពិបាកទ្រាំណាស់ក្នុងចិត្តគឺចង់តែជួយពួកគេទេតែដល់ខ្លួនឯងទៅមកមិនអាចធ្វើឲ្យប្រេះផ្ដាស់ទេហើយនៅពេលព្រឹកបន្ទាប់មកគីអាណាក៏បានចោទសួរផ្លូវពីមេភូមិតែការរៀបរាប់របស់គាត់ពពួកចៅប្លន់គឺនៅតំបន់បលបែត
ហើយបើចង់ធ្វើដំណើរទៅមុខគឺមិនអាចទៅរួចនោះទេលុះត្រាក្រុមចៅក៏យកព្រមបើកផ្លូវដោយមើលទៅម៉ូគីណាក៏ចង់ទៅតំបន់នោះពេកមេភូមិក៏បានចោទសួរទៅហេតុអីបានជាម៉ូគីណាក៏ចង់ទៅទីនោះតែស្រុកកំណើតរបស់នាងគឺនៅទីនោះមែនទេឬហើយម៉ូគីណាមិនបានតបអីច្រើនទេក្រុមចៅនៅតាមផ្លូវមិនអាចធ្វើដំណើរបានមែនទេចុះបើពួកចៅទាំងអស់ត្រូវបានកម្ចាត់នឹងអាចធ្វើដំណើរងាយស្រួលដូចមុនមែនទេពាក្យសម្ដីទាំងអស់នេះមេភូមិស្ដាប់ឮហើយក៏ភ្លើកជាប់មិនដឹងថាម៉ូគីណាចង់មានន័យបែបណាទេក្រោយមកមិនយូរប៉ុន្មានគឺយើងបានឃើញម៉ូគីណាមកទីនេះម្នាក់ឯងហើយមិនដឹងជានាងអាងអីទេមកម្នាក់ឯងចង់យកឈ្នះចៅទាំងអស់ពួកឯងគ្រប់គ្រងនៅទីនេះយូរហើយបើមិនចង់ងាប់គឺឆាប់ចាកចេញទៅឬហើយពួកវាក៏ចាប់ផ្ដើមសើចវាហាក់បីដូចជាក្មេងនេះក៏អស់ចាជាងអីទៅទៀតហើយមិនទាន់ដឹងអីណាផងម៉ូគីណាក៏ដាក់ប៉ែម៉ាប់នេះមួយដៃម្ដាលអាប៉ែនឹងក៏ដេកស្ដោកទៅហើយកាលដែលឃើញបែបនេះពួកវាក៏ស្ទើរមិនជឿនឹងភ្នែកក្មេងស្រីតូចម្នាក់បែរជាមានកម្លាំងខ្លាំងបែបនេះចំណែកឯមេក្រុមរបស់ចៅនៅពេលឮសូរវាយគ្នាក៏បានចេញមកមើលដែរហើយបើតាមការមើលឃើញក្មេងស្រីស្រកក្រហមគឺមានកម្លាំងជើងខ្លាំងអាប៉ែនេះក៏ចាប់ផ្ដើមដឹងច្បាស់ក្មេងស្រីនេះជាកោសម្ព័ន្ធអ្នកចម្បាំង Finalist ជាកោសម្ព័ន្ធមួយដែលអាចយកឈ្នះដានចិនច្រើនជាងគេហើយនៅពេលម៉ូគីណាមិនប្រយ័ត្នក៏មានសត្វកាយមួយក្បាលបានមកខ្វាញ់ម៉ូគីណាមានរបួសហើយកាលដែលឃើញបែបនេះម៉ូគីណាក៏បានចោទសួរទៅតែឯងមែនទេជាមេក្រុមរបស់ពួកចៅតែតាមការពិតទៅអាប៉ែនឹងមិនមែនជាមេក្រុមចៅទេម៉ូគីណានៅពេលដឹងបែបនេះក៏ចាំផ្ដើមនឹកឃើញដែរការខ្លួនឯងមកទីក្រុងដំបងក៏បានជួបប្រទះនឹងវាតែក្រោយមកម៉ូគីណាក៏ចាប់ផ្ដើមវិលមុខដែរតាមពិតទៅកញ្ញាំរបស់ក្អែកនេះគឺមានភ្ជាប់ជាមួយថ្នាំសណ្ដំអញ្ចឹងហើយបានជាម៉ូគីណាក៏ចាប់ផ្ដើមវិលមុខដួលសន្លប់បាត់ទៅនៅពេលភ្ញាក់ឡើងម៉ូគីណាក៏ចាប់ផ្ដើមដឹងដែរខ្លួនឯងក៏ត្រូវបានគេចាប់ធ្វើទាស្ករទៀតហើយនៅទីនេះក៏មានក្មេងស្រីម្នាក់ត្រូវបានគេចាប់មកដែរឬហើយម៉ូគីណាក៏មិនចង់លាក់បាំងក្មេងស្រីនេះដែរកាលដែលគេចាប់ពួកយើងមកគឺចង់យកយើងធ្វើជាទាស្ករហើយពាក្យជាទាស្ករនឹងត្រូវបានធ្វើអ្វីៗគ្រប់យ៉ាងទៅតាមបញ្ជារបស់គេកាលដែលយើងមិនស្ដាប់បទបញ្ជានឹងត្រូវបានទទួលទណ្ឌកម្មហើយក៏គ្មានតម្លៃអីសម្រាប់មនុស្សផ្សេងដែររស់នៅគ្មានសេរីភាពអីនោះទេហើយពេលនោះហើយជាពេលដែលគ្មានអ្នកណាគេអាចជួយយើងបានទេលុះត្រាពួកយើងខ្លាំងគ្រប់គ្រាន់ក្នុងការរត់ចាកចេញពីទាស្ករនៅពេលឮបែបនេះក្មេងស្រីនេះក៏ចាប់ផ្ដើមយំខ្លួនឯងជាក្មេងស្រីមិនចង់ខ្លាចជាទាស្ករទេហើយកាលដែលឃើញបែបនេះក្នុងនាមខ្លួនឯងជាម៉ូគីណាមិនថាមានរឿងអីកើតឡើងទេគឺត្រូវជួយនាងចាស់ចេញទៅវិញឲ្យបានហើយនៅពេលព្រឹកបន្ទាប់ក្មេងស្រីនេះក៏ចាប់ផ្ដើមមិនស្រួលខ្លួនអញ្ចឹងហើយអាប៉ែនេះគឺមិនចង់ទុកក្មេងស្រីឲ្យនៅរស់ទេព្រោះក្នុងចិត្តរបស់វាទាស្ករណាដែលគ្មានតម្លៃវាគឺមិនចង់ទុកឲ្យបង្ហិនបាយទេហើយក៏គ្មានប្រាក់កាក់ណាទុកសម្រាប់មើលព្យាបាលអ្នកជំងឺទាស្ករនោះដែរម៉ូគីណាឃើញហើយគឺចាប់ផ្ដើមខឹងណាស់តែខ្លួនឯងគឺមិនអាចរើបំរាស់រួចទេក៏ព្រោះចំណងដែលវាដាក់មកគឺពិតជារឹងមាំណាស់នឹកទៅកាន់អតីតកាលដែលខ្លួនឯងនៅជាទាស្ករឡតចាមីលខ្លួនឯងក៏ចាប់ផ្ដើមបាក់ទឹកចិត្តម្ដងទៀតទោះបីខ្លួនឯងមានកម្លាំងខ្លាំងប៉ុណ្ណាក៏មិនអាចរើពីចំណងនៃច្បាក់នឹងបានទេមើលទៅក្មេងស្រីនេះច្បាស់ជាត្រូវស្លាប់ហើយខ្លាចជាចំណីរបស់សត្វចចកហើយកន្លងមកខ្លួនឯងគឺធ្លាប់សន្យាជាមួយនាងហើយគឺត្រូវជួយនាងចាកចេញពីទីនេះឲ្យបានតែពេលនេះមើលទៅខ្លួនឯងគឺគ្មានឱកាសណាដើម្បីទៅជួយនាងទេតែភ្លាមមិនដឹងមូលហេតុអីម៉ូគីណាក៏បានឃើញរូបរាងរបស់កូលតាគឺបាននិយាយលើកទឹកចិត្តឲ្យម៉ូគីណាខិតខំទៅជួយក្មេងស្រីនោះខ្លួនឯងជាកូលតាគឺជិះជាលើម៉ូគីណាគឺពិតជាអាចធ្វើវាបានបែកគ្នាអស់រយៈពេលយូរហើយម៉ូគីណានៅគិតខ្លួនឯងជាទាស្ករទៀតម៉ូគីណាមិនមែនជាទាស្ករទេតែជាអ្នកចម្បាំងដ៏អស្ចារ្យត្រឹមច្បាប់ប៉ុណ្ណឹងគឺមិនអាចរារាំងម៉ូគីណាបានទេនៅពេលឮសម្ដីទាំងអស់នេះម៉ូគីណាភ្លឹកជាប់តែខ្លួនឯងជាទាស្ករឬជាអ្នកចម្បាំងដ៏អស្ចារ្យទៅដោយមិននឹកស្មានដល់ម៉ូគីណាបែរជាលោតចុះទៅក្រោមដើម្បីជួយក្មេងស្រីនោះត្រឹមសម្រេចរបស់នាងក៏អាចកម្ចាត់នៅចចកទាំងអស់បានហើយនៅផ្ដាច់ច្បាប់បានជាងាយស្រួលទៀតនៅពេលឃើញម៉ូគីណាចាប់ផ្ដើមមានកម្លាំងខ្លាំងឡើងវិញអាប៉ែនឹងក៏បញ្ជាកូនចៅហើយគឺឲ្យបលែងសត្វខ្លាមកទាំងអស់ដើម្បីសម្លាប់ម៉ូគីណាចោលតែម៉ូគីណាបែរជានិយាយទៅកាន់ក្មេងស្រីនោះពួកយើងគឺមិនកើតអីនោះទេគឺត្រូវជឿជាក់លើបងត្រឹមសត្វខ្លាអន់អញ្ចឹងគឺមិនអាចធ្វើអ្វីយើងបានទេ誰よりも何よりもនៅពេលឃើញបែបនេះពួកអាចារ្យចាមទាំងអស់ក៏ចាប់ផ្ដើមរត់គេចខ្លួន
ហើយអ្នកណាទៅដឹងទៅសត្វខ្លាទាំងអស់បើយកត្រូវមកគៀណាសម្រាប់ចោលយ៉ាងស្រួលហើយបើតាមសម្ដីមកគៀណាខ្លួនឯងគឺមានកម្លាំងខ្លាំងណាស់ខ្លាំងជាងសត្វខ្លាទាំងអស់នេះរាប់រយដងព្រោះខ្លួនឯងជាអ្នកចម្បាំង Finalist ដោយមិនចង់ខាតពេលច្រើនមកគៀណាក៏ហត់សម្ដៅទៅកាន់អប៉ែនឹងហើយអប៉ែនឹងវិញនៅពេលឃើញបែបនេះក៏ចាប់ផ្ដើមភ័យហើយនៅបានសូមអង្វរមកគៀណាឲ្យទុកជីវិតឲ្យខ្លួនឯងទៀតតែមកគៀណាវិញគឺមិនបានខ្វល់អីច្រើនទេក៏ចាប់ផ្ដើមទាសគោកអំពីអប៉ែនឹងដែរព្រោះខ្លួនឯងជឿថាអប៉ែនឹងច្បាស់ជាចាប់ទាសកមកច្រើននៅពេលឃើញបែបនេះអប៉ែឈ្មោះទាសកនឹងក៏ចាប់ផ្ដើមប្រកែកដែរទោះមកគៀណាអាចយកឈ្នះខ្លួនឯងមែនតែពួកនោះគឺគ្មានពាក់ព័ន្ធអីជាមួយមកគៀណាទេឬបែបនេះមកគៀណាក៏ចាប់ផ្ដើមមើលចិត្តដែរអាប៉ែនឹងចិត្តងាប់ទៅហើយនៅស្ដាយអំពីទាសកទៀតហើយបន្តមកគឺយើងបានឃើញមកគៀណាចាប់ផ្ដើមទម្លាយគោកនេះគឺទៅរំដោះទាសកផ្សេងទៀតបណ្ដាលឲ្យក្មេងស្រីក៏បានជួបឪពុកម្ដាយដែរតែអ្វីដែលចម្លែកអាឡាឌីនក៏ត្រូវបានគេចាប់មកដែរបណ្ដាលឲ្យមកគៀណាក៏ចាប់ផ្ដើមគាំងហើយលោកម្ចាស់ម៉ាហ្គីបើយកត្រូវបានគេចាប់ធ្វើទាសកឬហើយអាឡាឌីនក៏បានតបទៅវិញដែរអំឡុងពេលខ្លួនឯងធ្វើដំណើរពួកគេក៏បានលួចវាយឆ្មក់ហើយនៅពេលខ្លួនឯងដឹងខ្លួនមកគឺត្រូវបានជាប់ខ្នោះទៅហើយមកដល់ពេលនេះគឺមិនទាន់រកឃើញត្រៃវេទមន្តទេតាមពិតទៅត្រៃវេទមន្តគឺនៅជាមួយគ្នារបស់អាឡាឌីនសោះទើបអាឡាឌីនគឺមិនអាចរកវាឃើញតែពេលនេះគឺបានមកដល់ដៃវិញហើយស្របពេលក្រុមរបស់ឡៃឡានិងសាបូបរួមជាមួយមេភូមិគេបានជួលក្រុមទាហានស៊ីឈ្នួលមកគឺដើម្បីវាយលុកក្រុមចោលតែនៅពេលពួកគេមកដល់បញ្ហាទាំងអស់ក៏ត្រូវបានដោះស្រាយចប់សពគ្រប់ហើយអាឡាឌីនវិញគឺអោបកញ្ញានេះឡើងស្វិតមើលទៅពួកគេគឺធ្លាប់ស្គាល់គ្នាពីមុនបណ្ដាលឲ្យមកគៀណាក៏បានចោទសួរទៅតែនេះមែនទេជាលោកម្ចាស់នៃអានកំបាំងដែលអ្នកធ្លាប់បាននិយាយឬហើយអាឡាឌីនក៏បានតបទៅវិញដែរខ្លួនឯងក៏បានជួបពួកនាងនៅក្នុងទីក្រុងមួយមុនពេលខ្លួនឯងក៏បានជួបជាមួយនឹងអាលីបាបាបន្តមកមេភូមិក៏ចាប់ផ្ដើមអរគុណមកគៀណាដែលបានកម្ចាត់ក្រុមចោរទាំងអស់ក៏មានន័យថាមកគៀណាក៏អាចទៅតំបន់ប៊ូលបេតបានហើយនៅពេលឮបែបនេះអាឡាឌីនក៏ចាប់ផ្ដើមនិយាយដែរវាពិតជាគួរចៃដន្យណាស់ខ្លួនគឺមានគោលបំណងឆ្លងកាត់តំបន់នោះដែរឬហើយមកគៀណាក៏ចាប់ផ្ដើមភ្លឹកជាប់មិននឹកស្មានថាលោកម្ចាស់ម៉ាហ្គីក៏ទៅទីនោះសោះហើយចុងក្រោយអ្នកភូមិក៏ចាប់ផ្ដើមត្រឡប់ទៅវិញនៅសល់តែអាឡាឌីននិងមកគៀណាទេដែលត្រូវធ្វើដំណើរទៅកាន់តំបន់ឈីសានហើយមិនយូរប៉ុន្មានគឺយើងបានឃើញបរិស3នាក់ទៀតកំពុងសម្ដៅទៅកាន់ទីក្រុងបលបេតដែរតែមើលទៅពួកគេដូចជាដុនដាបណាស់គ្មានទឹកគ្មានអាហារយូរមកហើយនៅបានជួបបរិសម្នាក់កំពុងដេកតាមផ្លូវទៀតតែបើតាមមើលទៅបរិសនេះគឺស្វឹងស្រាហើយដេកតាមផ្លូវនឹងឯងតែអ្វីដែលសំខាន់លើខ្លួនបរិសនេះសម្បូរដោយមាសពេជ្រកែវកងណាស់ដល់ថ្នាក់អប៉ែនេះគឺនឹកឃើញរឿងមួយតែក្រោយមករឿងក៏បានកាត់មកអាឡាឌីនវិញអាឡាឌីនមិនចង់ឲ្យមកគៀណានិយាយមកកាន់ខ្លួនច្រើនពេកទេគឺហៅខ្លួនឯងត្រឹមជាមនុស្សធម្មតាបានហើយម្យ៉ាងទៀតពេលនេះខ្លួនឯងគឺចង់ជួបជាមួយអាលីបាបាណាហើយគិតចុះគិតឡើងអាឡាឌីនក៏បានឃើញអាលីបាបាសម្ដៅមករកខ្លួនឯងដែរតែមើលចំទៅវាមិនមែនជាអាលីបាបាទេតែជាបរិសដែលដេកលងលក់មុននេះហើយអ្វីដែលចម្លែកមកលើកនេះគ្មានខោអាវទេបណ្ដាលឲ្យមកគៀណានិងអាឡាឌីនវិញក៏មើលឲ្យឡើងគាំងតែក្រោយមកអ្នកទាំង3ក៏ចាប់ផ្ដើមនិយាយគ្នាលេងជាក់ស្ដែងបរិសនេះគឺមានឈ្មោះថាស៊ីនហើយគាត់នេះឯងជាស្ដេចស៊ីនបែតតែនៅក្នុងពេលបច្ចុប្បន្នគាត់ក៏បានលាក់បាំងរឿងរ៉ាវពួកគេហើយជួបគ្នាលើកទី1គាត់មិនដឹងត្រូវនិយាយអីទេអំឡុងពេលខ្លួនឯងមិនប្រយ័ត្នបើយកត្រូវបានគេលួចអីវ៉ាន់អស់សូម្បីខោអាវក៏ត្រូវបានគេលួចទៅទៀតក្នុងនាមខ្លួនឯងជាបរិសធ្វើឲ្យមកគៀណាជាស្រីគឺអៀនមកលើខ្លួនឯងទៀតតែនិយាយចុះឡើងក៏ធ្វើឲ្យយើងបានដឹងដែរស៊ីនបែតកំពុងធ្វើដំណើរផ្សងព្រេងអញ្ចឹងហើយគាត់គ្មានគោលដៅច្បាស់លាស់ទេស្របពេលមកគៀណាក៏ចាប់ផ្ដើមធំក្លិនសមុទ្របណ្ដាលឲ្យស៊ីនបែតក៏ចាប់ផ្ដើមដឹងភ្លាមមកគៀណាក៏ពិតជាមិនធម្មតាមែនអញ្ចឹងហើយស៊ីនបែតក៏ណែនាំអ្នកទាំងពីរឲ្យមើលពីលើភ្នំទៅក្រោមវិញឬហើយមិនចាំយូរទេអ្នកទាំងពីរក៏ស្ទុះទៅតែម្ដងតាមការពិតទៅនៅខាងក្រោមភ្នំមួយនេះជាទីក្រុងបលបេតបន្តមកអាឡាឌីនក៏ចាប់ផ្ដើមងើយឆ្ងល់ដែរមិនបានជាគេសរសេរពាក្យមួយឃ្លាគឺឲ្យផ្ដួលរលំរបបរាជានិយមនេះចោលបើជាត្រូវបានគេសរសេរចំជាងពេញទីក្រុងទៅវិញនៅពេលឃើញបែបនេះស៊ីនបែតក៏ចាប់ផ្ដើមរៀបរាប់ទៅតាមពិតទៅស្ដេចពីមុនក៏ត្រូវបានស្លាប់បាត់ហើយនៅពេលដែលស្ដេចត្រូវបានឡើងមកថ្មីហាក់បីដូចជាមានគុណវិបត្តិច្រើនណាស់តែមិនចាំបាច់ភ័យទេឲ្យតែមានស៊ីនបែតនៅអ្នកទាំងពីរគឺអាចនៅទីនេះដោយឥតគិតថ្លៃហើយគ្មានបញ្ហាណាមួយបានកើតឡើងទេពាក្យសម្ដីទាំងអស់នេះវាហាក់បីដូចជាគាត់គឺមានអំណាចខ្លាំងណាស់
ព្រមទាំងមិនចង់ប្រាប់រឿងបញ្ហាទាំងអស់ទៅកាន់អ្នកទាំងពីរទេតែនៅពេលដើរទៅមុខទៀតបែរជាត្រូវបានអ្នកយាមខាត់ទៅវិញមិនដឹងអាណាគេផងចេះតែដើរចូលមកទីក្រុងផ្ដេសផ្ដាសតើតែមានបរិះពីរនាក់ចេញមុខមកទើបអាចកែប្រែស្ថានភាពទៅជាល្អវិញហើយដោយមិនចង់វិញឆ្ងាយនោះបរិះនេះក៏បានយកស៊ីនបែតទៅស្លៀកពាក់វិញហើយមកគីអាណាក៏មានការភ្ញាក់ផ្អើលដែរបរិះម្នាក់ទៀតគឺមានសក់ក្រហមដូចខ្លួនតើវាអាចទេអ្នកទាំងពីរជាកូនសម្ព័ន្ធហ្វាណេលីសដូចគ្នាតាមពិតទៅបរិះសក់សនេះគឺមានឈ្មោះថាចាហ្វាហើយបរិះសក់ក្រហមនេះគឺមានឈ្មោះថាម៉ាស្រូជាដៃឆ្វេងស្ដាំរបស់ស៊ីនបែតបន្ទាប់មកចាហ្វាក៏បានស្នើសុំស៊ីនបែតតែពេលណាទៅស៊ីនបែតឈប់ធ្វើខ្លួនដូចកូនក្មេងព្រោះស៊ីនបែតជាស្ដេចនៃអាណាចក្រស៊ីនទ្រាជាអនាគតមួយសម្រាប់របស់ប្រទេសជាតិដែរហើយដីបានជាធ្វើខ្លួនអាឡែអាឡោបែបហ្នឹងទោះជាលឿនចឹងក៏ដោយស៊ីនបែតមិនបានខ្វល់អីទាំងអស់ម្យ៉ាងទៀតខ្លួនឯងប៉ុណ្ណេះគឺធំគ្រប់គ្រាន់សម្រាប់ចេះគិតហើយខ្លួនគឺចង់ធ្វើអ្វីតាមដែលខ្លួនចង់ធ្វើប៉ុណ្ណោះក្រោយមកស៊ីនបែតក៏ដើរទៅរកស្ដេចនៅទីនេះតែមើលទៅស្ដេចនេះគឺក្មេងណាស់ហើយនិយាយគ្មានសាច់ការអីទៀតបណ្ដាលឲ្យស៊ីនបែតក៏ចាប់ផ្ដើមមើលចិត្តដែរមើលទៅស្ដេចទីនេះគឺមិនចង់ធ្វើពាណិជ្ជកម្មផ្លូវទឹកជាមួយស៊ីនទ្រាទេបលបែតពេលនេះគឺមានស្ដេចអត់ប្រយោជន៍ណាស់ស្របពេលអាឡាឌីនកំពុងនិយាយលេងជាមួយអ្នកបម្រើដែរអំពីការធ្វើដំណើរនៅលើផ្ទៃមហាសមុទ្រតែនេះមិនយ៉ាងអាចទៅរួចទៅបើតាមសម្ដីរបស់អ្នកបម្រើនេះជុំវិញប្រទេសបលបែតគឺមានផ្ទៃមហាសមុទ្រយ៉ាងធំហើយគ្របដណ្ដប់ដោយផ្សែងពពកអាបគឺមិនអាចមើលឃើញអំពីបញ្ហាផ្លូវទាំងអស់ម្យ៉ាងទៀតនៅទីនេះគឺមានក្រុមចោរប្លន់មួយក្រុមពិតជាមានអធិពលខ្លាំងសម្បើមពួកគេភាគច្រើនគឺប្លន់អ្នកដំណើរតាមផ្លូវហើយសមាជិកពួកវានីមួយៗគឺសុទ្ធតែអ្នកឈ្នះដានចិនអញ្ចឹងហើយបានជារាជរដ្ឋាភិបាលគឺពិបាកដោះស្រាយជាមួយពួកវាណាស្របពេលស៊ីនបែតក៏ចាប់ផ្ដើមនិយាយចេញមកដែរមិនថាពួកគេជាអ្វីទេខ្លួនឯងជាស៊ីនបែតគឺនឹងដោះស្រាយជាមួយពួកគេទាំងអស់ហើយនឹងចាប់ផ្ដើមឲ្យប្រទេសទាំងពីរគឺធ្វើផ្លូវពាណិជ្ជកម្មឡើងវិញបណ្ដាលឲ្យស្ដេចវ័យក្មេងនេះក៏មានភាពភ័យខ្លាចទៅលើស៊ីនបែតដែរនិយាយរួមទៅអាណាចក្រមួយនេះគឺមានស្ដេចអត់ប្រយោជន៍មែនប្រទេសខ្លួនឯងបែរជាពឹងពាក់លើអ្នកដទៃឲ្យមកដោះស្រាយទៅវិញក្រោយមកស៊ីនបែតក៏បានមកនិយាយលេងជាមួយអាឡាឌីនហើយនៅបានណែនាំកូនចៅខ្លួនឲ្យពួកគេបានស្គាល់ទៀតមិនតែប៉ុណ្ណោះស៊ីនបែតគឺនិយាយឡើងជឿជាក់បើពឹងផ្អែកលើពណ៌សក់និងកែវភ្នែករបស់អ្នកទាំងពីរម៉ាស្រូនិងម៉ូគីណាគឺជាកូនសម្ព័ន្ធតែមួយក៏មានន័យថាពួកគេជាអ្នកចម្បាំងរបស់កូនសម្ព័ន្ធ Finalist ហើយកាលដែលជួបសាច់ញាតិខ្លួនឯងក៏ត្រូវជជែកគ្នាលេងដែរតែមើលទៅម៉ូគីណាដូចជាចាប់ផ្ដើមអៀនទៀតហើយខ្លួនឯងជាស្រីបែរជានិយាយលេងជាមួយបរិះទៅវិញហើយមកដល់ពេលនេះស៊ីនបែតកំពុងមានផែនការវាយលុកក្រុមចោរតែសមុទ្រធំយ៉ាងនេះហើយមិនដឹងអីអំពីសត្រូវអីម៉ានតិចតើគួរដោះស្រាយបែបណាទៅស្របពេលចាហ្វាក៏មានការភ្ញាក់ផ្អើលដែរព្រោះអាឡាឌីនគឺបានកោះហៅអ៊ូហ្គោចេញមកមិននឹកស្មានថាអាឡាឌីនគឺជាម៉ាហ្គីសោះឮអាឡាឌីនក៏សួរទៅវិញផ្លែតតែស៊ីនបែតជាអ្នកណាឲ្យប្រកាសមិនបានជាស៊ីនបែតគឺនិយាយអញ្ចឹងស៊ីនបែតគឺស្គាល់ម៉ាហ្គីផ្សេងទៀតមែនខ្ញុំគឺជាស៊ីនបែតនឹងឯងហើយកាលដែលឃើញបែបនេះស៊ីនបែតគេដឹងច្បាស់ណាស់ពួកគេមិនស្គាល់អំពីខ្លួនឯងទេព្រោះខ្លួនគឺមិនមែនជាអ្នកល្បីតែយ៉ាងណាក៏ដោយស៊ីនបែតក៏បានប្រាប់ដែរគាត់មិនមែនជាមនុស្សអស្ចារ្យទេតាំងពីតូចមកខ្លួនឯងគឺចូលចិត្តការផ្សងព្រេងណាស់ខ្លួនគឺបានផ្សងព្រេងលើមហាសមុទ្រជុំវិញពិភពលោកខ្លួនឯងគឺឈ្នះដានចិនដល់ទៅ7ឯណោះគឺមានន័យថាស៊ីនបែតទទួលបានអារក្សឌីជីនដល់ទៅ7នាក់បូករួមជាមួយទ្រព្យសម្បត្តិយ៉ាងមហាសាលអញ្ចឹងហើយស៊ីនបែតក៏បានបង្កើតប្រទេសមួយដោយខ្លួនឯងតែក្រោយមកស៊ីនបែតក៏ចាប់ផ្ដើមគាំងឡើងវិញព្រោះអាឡាឌីនគឺស្ដាប់មិនយល់អីទេហើយនៅបានចោទសួរស៊ីនបែតទៀតតែពាក្យម៉ាហ្គីគឺមានន័យបែបណាទៅព្រោះខ្លួនឯងមិនទាន់ដឹងច្បាស់អំពីពាក្យម៉ាហ្គីនឹងទេមើលទៅពាក្យម៉ាហ្គីគឺពិតជាមានអាចកំបាំងណាស់តែនិយាយចុះនិយាយឡើងស៊ីនបែតក៏ចាប់ផ្ដើមនិយាយរឿងផ្សេងវិញចាប់តាំងពីអាឡាឌីនគឺជាលោកម្ចាស់ម៉ាហ្គីទៅហើយខ្លួនជាស៊ីនបែតក៏មានតែសុំជំនួយអំពីអាឡាឌីនទេខ្លួនឯងគឺចង់អាឡាឌីនចូលរួមកម្ចាត់ក្រុមចោរទាំងអស់ក៏ព្រោះប្រទេសមួយនេះគឺចលាចលយូរមកហើយនៅពេលឮបែបនេះចាហ្វាក៏មានការភ្ញាក់ផ្អើលដែរតាមការមើលទៅទង្វើមួយនេះចាហ្វាគឺកំពុងភ័យលើរឿងអីមួយតែស៊ីនបែតវិញគ្មានអីត្រូវខ្លាចទេពួកចោរនៅលើមហាសមុទ្រគួរតែត្រូវបានកម្ចាត់ចោលទាំងអស់ណាមួយខ្លួនគឺមានលោកម្ចាស់ម៉ាហ្គីគឺអស្ចារ្យណាស់គាត់ក៏អាចកែប្រែវាសនាបានអញ្ចឹងហើយបញ្ហាទាំងអស់ច្បាស់ជាត្រូវបានដោះស្រាយហើយនៅពេលឃើញបែបនេះអាឡាឌីនក៏បានចោទសួរម៉ូគីណាតែយើងគួរធ្វើបែបណាព្រោះពួកគេក៏បានសុំជំនួយទៅហើយឬហើយម៉ូគីណាគ្មានខ្វល់អីទាំងអស់បញ្ហាដែលខ្លួនឯងត្រូវខ្វល់គឺពួកយើងទាំងពីរកំពុងស្វែងរកបរិះម្នាក់មើលទៅគាត់ប្រហែលជានៅក្នុងទីក្រុងនេះដែរ
អូខេបញ្ហាទាំងអស់នេះខ្ញុំគឺនឹងដោះស្រាយជូនហើយពាក្យពេចន៍នេះខ្ញុំយល់ទាំងអស់អញ្ចឹងឲ្យម៉ូគីណាទៅសន្តាគារវិញទៅការងារនេះគ្រោះថ្នាក់ណាស់ក្មេងស្រីតូចដូចម៉ូគីណាគឺមិនស័ក្តិសមក្នុងចម្បាំងនឹងទេឃើញបែបនេះស៊ីនបែតគ្មានពាក្យវិចារតែម្ដងព្រោះម៉ូគីណាគឺមើលទៅពិតជាខ្លាំងណាស់បន្តមកពួកគេក៏ចាប់ផ្ដើមនិយាយគ្នាអំពីបញ្ហាទាំងអស់នេះទើបធ្វើជាងបានដឹងថាក្រុមចៅនោះត្រូវបានគេដាក់ឈ្មោះថា Fox ហើយក្រុមមួយនេះក៏ពិតជាលយណាស់ប្លន់ទ្រព្យសម្បត្តិគេហើយនិយាយលុយមកឃោសនាជនក្រីក្រទៀតអញ្ចឹងហើយនៅពេលក្រុមនេះចេញប្លន់ប្រជាជនក្រីក្រភាគច្រើនច្បាស់ជាចេញមកគាំទ្រពួកគេហើយយប់មួយនេះជាយប់នៃធ្លាក់អាប់ស៊ីនបែតគឺជឿថាពួកគេច្បាស់ជាមកប្លន់យប់នេះអញ្ចឹងហើយពួកគេក៏បានបែងចែកជាពីរក្រុមដែរដើម្បីចាំចាត់ការលើក្រុមចៅទាំងអស់តែនៅពេលយប់ឡើងស៊ីនបែតក៏បានឃើញស្ត្រីម្នាក់មើលទៅដូចជាដូនដាបណាស់ក្នុងដៃកំពុងកាន់ទីរុទៀតតែស្មានមិនដល់នាងបែរជាបើកការវាយប្រហារទៅលើស៊ីនបែតវិញមិនតែប៉ុណ្ណោះមនុស្សភាគច្រើនក៏បានចេញពីអាបក្នុងចំណោមពួកគេគឺសុទ្ធតែមានអាវុធទាំងអស់ហើយភាគច្រើនគឺជាជនក្រីក្រដោយដែលពួកគេបានគិតទាំងអស់បើឯងរៀបរៀងផ្លូវយើងនឹងសម្លាប់ឯងចោលពួកយើងមិនចង់ធ្វើវាទេតែដោយសារយើងអត់អាហារគ្មានថ្នាំសង្កូវគ្រប់គ្រាន់គឺត្រូវតែបង្ខំចិត្តធ្វើវាកូនយើងឃ្លានហើយគ្មានអាហារនឹងទៅដោះគោឲ្យគេទេពួកយើងនៅទីនេះយូរណាស់គ្មានអ្នកណាឲ្យពើនឹងយើងទេហើយតាមការពិតទៅជនក្រីក្រទាំងនេះតែងបន្លំខ្លួនមកលួចអាហារគ្រប់ពេលព្រោះវាជាអាកាសល្អធ្វើឲ្យពួកគេអាចបន្តជីវិតបានទៀតស្របពេលបរិះម្នាក់ក៏បានស្រែកមកដែរពួកជនក្រីក្រទាំងនេះគឺពិតជាពិបាកគ្រប់គ្រងមែនបើអត់ឃ្លានខ្លាំងពេកយកសាច់ម្ដុំទៅហើយចាស់ចេញពីទីនេះទៅនៅពេលឃើញបែបនេះស៊ីនបែតក៏ហាមឃាត់ដែរគ្រាន់តែកាពះមែនទេមិនចាំបាច់ធ្វើដល់ថ្នាក់នឹងទេមនុស្សនៅទីក្រុងនេះមានបានទ្រព្យសម្បត្តិច្រើនក៏ព្រោះតែជនក្រីក្រគឺបានបងពួនជូនដែរអញ្ចឹងហើយបើគ្រប់គ្នាចង់បានអីក៏យកតាមចិត្តទៅតែត្រូវចាំគឺយករបស់ដែលចង់បានហើយមិនត្រូវសម្លាប់មនុស្សទេឬហើយជនក្រីក្រទាំងនេះក៏បានដើរចាចេញទៅព្រោះគ្រប់គ្នាដឹងច្បាស់ស៊ីនបែតគ្មានបំណងអាក្រក់ទេហើយក៏ចង់ឲ្យពួកគេល្អដែរស្របពេលអាឡាឌីននិងម៉ូគីណាវិញក៏មានការភ្ញាក់ផ្អើលដែរព្រោះអ្នកដែលត្រូវផ្សាយពលទាំងនេះគឺចាប់ផ្ដើមគ្រប់គ្រងខ្លួនឯងលែងបានហើយបើការវាយប្រហារទៅលើគ្នាឯងវិញបណ្ដាលឲ្យចាហ្វាក៏ចាប់ផ្ដើមនិយាយពពកអាប់ទាំងនេះគឺបង្កើតឡើងដោយអំណាចវេទមន្តអញ្ចឹងហើយការធ្លាក់អាប់មួយនេះច្បាស់ជាពាក់ព័ន្ធជាមួយក្រុម Fox ស្របពេលក្រុមចៅក៏បានបង្ហាញខ្លួនចេញមកមើលទៅពួកវាគឺសម្បូរអាវុធវេទមន្តដោយតែគេបាននិយាយពិតមែនអាប់ទាំងអស់នេះក៏ត្រូវបានបង្កើតឡើងដោយចៅស្រីដែលមានឈ្មោះថាសេណាប់ហើយអាប៉ែមាសធំនេះវិញដែលវាមានឈ្មោះថាហាសានអាវុធវេទមន្តរបស់វាគេអាចកាត់ផ្តាច់អ្វីៗបានទាំងអស់អញ្ចឹងហើយវាជាការល្អឲ្យក្រុមចៅទាំងអស់ទៅប្លន់ទ្រព្យសម្បត្តិនៅទីនេះស្របពេលឆាហ្វាក៏បានបើកការវិភាគទៅលើក្រុមចៅដែរមើលទៅគាត់ក៏ជាអ្នកឈ្នះដានជើងដូចគ្នាព្រោះខ្សែដែលគាត់បានប្រើគឺអាចបត់បែនតាមអ្វីដែលគាត់ចង់តែអ្វីៗមិនដូចការគិតរបស់ឆាហ្វាទេនៅពេលគាត់ចុះទៅក្រោមពពកអាប់មួយទៀតក៏រុំខ្លួនគាត់ជាប់មិនអាចឲ្យគាត់ធ្វើសកម្មភាពមួយណាទេហើយអ្នកដែលប្រើវេទមន្តមួយនេះគឺមានឈ្មោះថាខាស៊ីមសម្ដីរបស់វាគឺមិនចង់ឲ្យឆាហ្វាលូកលាន់លើការងារនឹងទេហាក់បីដូចជាពួកវាមិនចង់បង្ករបួសឬបញ្ហាណាមួយឲ្យកើតឡើងស្របពេលម៉ូគីណាក៏បានស្ទុះចូលមកដែរតែចុងក្រោយម៉ូគីណាក៏ត្រូវបានវាចាប់ចងម្នាក់ទៀតមើលទៅអាប់មួយនេះក៏ពិតជាមានអំណាចណាស់សូម្បីម៉ូគីណាជាអ្នកមានកម្លាំងខ្លាំងហើយក៏មិនអាចរំដោះខ្លួនចេញពីអាប់នេះបានទេនៅពេលឃើញគ្នារបស់ខ្លួនឯងត្រូវបានចាញ់ទាំងអស់អាឡាឌីនក៏មានតែលូកដៃចូលហើយតែនឹកស្មានមិនដល់បរិះម្នាក់ក៏បានដើរចូលមកមិនឲ្យពួកគេធ្វើសកម្មភាពអីឡើយហើយអាឡាឌីនវិញគ្រាន់តែឃើញកែវភ្នែកបរិះម្នាក់នេះក៏មានការភ្ញាក់ផ្អើលណាស់តែវាមានរឿងអីកើតឡើងទៅមិនបានជាក្រុមចៅគឺអាលីបាបានៅពេលដឹងថាក្រុមចៅជាអាលីបាបាអាឡាឌីនក៏មានការភ្ញាក់ផ្អើលដែរតែអាលីបាបាក៏បានតបទៅវិញពួកគេជាមិត្តភក្តិរបស់ខ្លួនអញ្ចឹងអាឡាឌីនក៏ធ្វើអីផ្ដេសផ្ដាសសោះឬហើយឆាហ្វាក៏បានស្រែកទៅវិញកុំឲ្យអាឡាឌីនធ្វើតាមវាសោះព្រោះក្រុមនេះជាក្រុមចៅតែអាឡាឌីនមិនបានស្ដាប់ហេតុផលអីទេព្រោះខ្លួនឯងមកទីនេះដើម្បីតាមរកអាលីបាបាហើយវាមានរឿងច្រើនណាស់ដែលខ្លួនឯងចង់អាលីបាបាគឺដោះស្រាយជាមួយខ្លួនពួកយើងធ្លាប់សន្យាហើយថានឹងធ្វើមិត្តជាមួយនឹងគ្នាហើយស្វែងយល់អត្តកម្បាំងក្នុងចក្រវាឡនេះសូមទោសផងខ្ញុំមិនអាចធ្វើតាមសន្យាឯងបានទេទង្វើបែបនេះអាឡាឌីនចាប់ផ្ដើមគៀងហើយមើលទៅអាលីបាបាខុសឆ្ងាយពីមុនណាស់
ស្របពេលកងទ័ពរាជវាំងក៏បានមកដល់ដែរអញ្ចឹងអាលីបាបាក៏ទាញកាំបិតឌីឈិនចេញមកហើយភ្លាមសាច់រឿងក៏បានកាត់ទៅមុខដែរតាមពិតទៅក្រុមចោរទាំងនេះអាលីបាបាជាមេក្រុមរបស់ពួកគេហើយក្រុមមួយនេះបង្កើតឡើងសម្រាប់ប្រឆាំងបះបោរគ្មានបានតបទល់ជាមួយប្រជាពលរដ្ឋអីទេហើយអត់មានអីច្រើនទេមកគៀណាមកក៏ចង់អាលីបាបាបញ្យល់រឿងរ៉ាវទាំងអស់ទៅកាន់លោកម្ចាស់ម៉ាហ្គីទោះលះបង់តម្លៃណាក៏ដោយយើងនឹងសម្លាប់ឯងចោលនៅទីនេះបើសិនជាឯងមិនបញ្យល់រឿងរ៉ាវទៅកាន់លោកម្ចាស់ហើយបើតាមការរៀបរាប់របស់អាលីបាបាខ្លួនឯងនឹងខាស៊ីមបូករួមជាមួយក្រុមដឺហ្វងសុទ្ធតែប្រជាជនដែលកើតនៅបលបេតទាំងអស់ហើយមេដឹកនាំពិតប្រាកដគឺមានឈ្មោះថាខាស៊ីមនេះហើយជាមិត្តរបស់អាលីបាបាតាំងពីតូចហើយអ្នកភូមិនៅទីនេះគឺក្រីក្រណាស់អាណាចារ្យគ្មានអើពើជាមួយពួកយើងទេខាស៊ីមគឺមានប្អូនស្រីម្នាក់ដែលមានឈ្មោះថាម៉ារៀមពួកគេទាំងពីរតាំងពីនៅតូចត្រូវបានម្ដាយខ្លួនឯងយកមករស់នៅជាមួយតែអ្នកណាទៅដឹងទៅដោយសារភាពអត់ឃ្លានម្ដាយរបស់ខ្លួនឯងក៏ត្រូវបានលាចាកលោកទៅហើយខាស៊ីមក្នុងនាមជាបងគេគឺបាននិយាយយ៉ាងជឿជាក់ចាប់តាំងពីពេលនេះទៅខ្លួនជាអ្នកមើលថែពួកឯងទាំងពីរតែអ្វីៗមិនដូចការគិតទាំងអស់ទេខាស៊ីមចាប់ផ្ដើមផ្លាស់ប្ដូរទាំងស្រុងគាត់គឺចង់ចេះមានបានហើយលួចទ្រព្យសម្បត្តិអ្នកដទៃហើយស្ដេចនៃបលបេតបានជំនុំអាលីបាបាទៅវាំងហើយនៅបានថាអាលីបាបាជាកូនរបស់គាត់ទៀតព្រោះម្ដាយរបស់អាលីបាបាធ្លាប់ជាស្ត្រីនៅក្នុងវាំងម្នាក់ហើយនៅពេលជ្រោយជាមួយស្ដេចនាងបែរជាម្លាក់ខ្លួននៅទីនេះទៅវិញអញ្ចឹងហើយបានជាគាត់គឺចង់នាំអាលីបាបាទៅរស់នៅក្នុងរាជវាំងតែអ្នកណាទៅដឹងទៅអំឡុងពេលអាលីបាបាចាស់ចេញទៅយោធាបែរជាបោះសម្អាតនៅទីនេះគ្មានបានខ្វល់អំពីជីវិតមនុស្សនៅទីនេះទេពេលនោះហើយជាពេលដែលអ្វីៗត្រូវបានផ្លាស់ប្ដូរគ្រប់យ៉ាងនៅមុខខ្លួនឯងខាស៊ីមគឺបាននាំកូនចៅមកប្លន់ក្នុងវាំងហើយមុនពេលអាលីបាបាអាចហាស្ដីបានកូនចៅរបស់ខាស៊ីមគឺបានវាអាលីបាបាដួលទៅហើយមូលហេតុដែលអាលីបាបាបានចូលរួមជាមួយពួកគេព្រោះខ្លួនឯងគឺយល់បញ្ហាទាំងអស់គ្រប់យ៉ាងមិនមែន The Fox ជាអ្នកបង្កឡើងទេតែវាគឺបង្កឡើងដោយរាជរដ្ឋាភិបាលការដឹកនាំពីមួយថ្ងៃទៅមួយថ្ងៃគឺពិតជាដុនដាបណាស់ប្រជាជនបលបេនគឺកាន់តែដុនដាបទៅសូម្បីប្អូនស្រីម៉ារៀមក៏ត្រូវបានស្លាប់ផងដែរអញ្ចឹងហើយបានជាមេក្រុម The Fox គឺបានផ្ទេរតំណែងមកឲ្យខ្លួនឯងពួកគេគឺចង់ឲ្យខ្លួនឯងធ្វើការបះបោរដើម្បីដណ្ដើមរាជបល្ល័ង្កមកវិញទាំងអស់នេះហើយជាមូលហេតុដែលអាលីបាបាក៏បានចូលរួមជាមួយ The Foxតែភ្លាមក្រុម The Fox ក៏បានបង្ហាញខ្លួនចេញមកខ្ញុំមកហើយមិនចាំបាច់ភ័យទេអាលីបាបាយើងនឹងចាស់ចេញទៅវិញទាំងអស់គ្នាហើយមើលទៅមិនស្រួលខាស៊ីមក៏នាំអាលីបាបាចាស់ចេញទៅតែភ្លាមក្រុមរបស់ស៊ីនបែតក៏មកដល់តែក៏មិននឹកស្មានដល់ដែរម៉ាស្រូក៏ចាត់ការឡើងរៀបដូចកន្ទេលបណ្ដាលឲ្យខាស៊ីមគឺឡើងស្លាំងកាំងតែម្ដងត្រឹមមួយក្បាច់សោះបើជាមានកម្លាំងខ្លាំងបែបនេះតែតាមការពិតទៅម៉ាស្រូក៏ធ្វើលេងសោះនឹងបញ្ហាទាំងអស់នេះទុកឲ្យស៊ីនបែតជាអ្នកដោះស្រាយវិញកាលដែលបានឃើញបែបនេះខាស៊ីមក៏មានតែចាប់ចងស៊ីនបែតតែវេទមន្តអន់អញ្ចឹងមិនយ៉ាងអាចធ្វើអីលើគាត់បានទៅក្នុងនាមខ្លួនឯងជាស្ដេចស៊ីនបែតហើយយកឈ្នះដានជឿនដល់ទៅបំពេលគឺថាងាយស្រួលចាត់ការគាត់មែនហើយអត់មានអីនិយាយច្រើនទេស៊ីនបែតក៏និយាយឌឺដងតាលីបាបាបើលីបាបាចង់រត់គឺអាចចាចេញទៅបានតែក្រុម The Fox ទាំងអស់នេះគឺមិនអាចលើកលែងឲ្យបានទេឬហើយអាលីបាបាក្តៅឆាវក្រុម The Fox មិនមែនជាចោលទេហើយលីបាបាជាមេក្រុមគ្រប់គ្នាជាបងប្អូនខ្លួនទាំងអស់បើស៊ីនបែតចង់ធ្វើឲ្យលើពួកគេត្រូវតែយកឈ្នះលើខ្លួនឯងសិនតែមើលតាលីបាបាដូចគ្មានគីឡូជាមួយគាត់សោះព្រោះស៊ីនបែតគឺពិតជាខ្លាំងពេកហើយយ៉ាងណាក៏ដោយស៊ីនបែតក៏បានតេះដៀលដែរក្រុម The Fox នេះគឺពិតជាអន់ណាស់មិនយ៉ាងអាចបះបោរបានទៅបើចង់ឈ្នះគឺទាល់តែមានស៊ីនបែតយើងនៅក្នុងក្រុមតាមការពិតទៅស៊ីនបែតក៏មានគោលបំណងចង់ជួយបលបែតដែរព្រោះមនុស្សនៅទីនេះគឺពិបាកយូរណាស់មកហើយនៅពេលឃើញបែបនេះខាស៊ីមក៏និយាយទៅកុំឲ្យអាលីបាបាជឿជាក់លើគាត់ពេកមនុស្សដែលរស់នៅលើសោយសុកដូចស៊ីនបែតមិនយ៉ាងអាចយល់ដឹងអំពីបញ្ហាទាំងនេះហើយគ្រាន់តែឮសម្ដីនេះភ្លាមចាហ្វាគឺចង់សម្លាប់ខាស៊ីមផ្លែតបិទមាត់ឯងទៅមនុស្សដូចឯងមិននឹងយល់ពីគាត់ទៅស្ដេចស៊ីនបែតឆ្លងកាត់រឿងអីខ្លះហើយលះបង់អីខ្លះឯងមានយល់ទេតែជាសំណាងល្អដែរស៊ីនបែតក៏មកហាមឃាត់កុំឲ្យចាហ្វាធ្វើអីផ្ដេសផ្ដាសោះហើយក្រោយមកទៀតក៏មានការប្រកាសទូទាំងប្រទេស
មេចៅដហ្វកតាមពិតទៅជាអាលីបាបាស៊ូលូចាជាកូនរបស់ស្ដេចចំនួនមុនពេលនេះត្រឡប់មកវិញគឺដើម្បីទាមទារការគ្រប់គ្រងនគរបណ្ដាលឲ្យប្រជាជនមានការភ្ញាក់ផ្អើលណាស់អាលីបាបាជាមេក្រុមចៅគឺល្អបែបនេះទៅហើយចោះទម្រាំគាត់ជាស្ដេចតែប្រទេសមួយនេះនឹងអភិវឌ្ឍបែបណាទៅពេលនេះស្ដេចស៊ីនបែនកំពុងដោះស្រាយបញ្ហាឲ្យបញ្ហារបស់ស្ដេចគឺជាអ្នកបង្កឡើងទាំងអស់មិនមែនក្រុមមេដហ្វកទេហើយដោយមិនចង់វែងឆ្ងាយអាលីបាបាក៏ស្នើសុំធ្វើជាស្ដេចដើម្បីដឹកនាំប្រទេសខ្លួនឯងវិញព្រោះប្អូនប្រុសមួយនេះគឺដឹកនាំពិតជាអន់ពេកពីមួយថ្ងៃទៅមួយថ្ងៃគឺបង្កតែបញ្ហាអត់ឈប់ហើយនៅពេលឮបែបនេះវាគឺគ្មានស្ដាប់ហេតុផលទាំងអស់មនុស្សថ្នាក់ទាបដោយអាលីបាបាគឺមិនស័ក្តិសមធ្វើជាស្ដេចទេនិយាយឲ្យខ្លីទៅវាមិនចង់បោះបង់អំណាចជាស្ដេចនោះទេស្របពេលនៅខាងក្រៅវិញគឺយើងបានឃើញម៉ាហ្គីធំដើរកាត់ម៉ាហ្គីតូចនៅពេលឃើញបែបនេះម៉ាហ្គីតូចគឺមានការភ្ញាក់ផ្អើលដែរហើយបន្ទាប់មកគឺយើងបានឃើញបរិសម្នាក់ដែលមានឈ្មោះថាម៉ាកយគាត់មកទីនេះគឺដើម្បីណាត់ជួបជាមួយអាណាចក្រឃូហើយភ្លាមម៉ាហ្គីធំក៏បានដើរចូលមកបណ្ដាលឲ្យស៊ីនបែតក៏មានការភ្ញាក់ផ្អើលណាស់មិនបានជាជូដាក៏មកទីនេះក៏មានន័យថាម៉ាហ្គីធំតាំងពីដើមមកគឺមានឈ្មោះថាជូដាហើយម៉ាហ្គីធំមកទីនេះក៏មិនទាន់ដឹងច្បាស់ដែរអ្វីដែលដឹងស្ដេចនៅទីនេះមិនព្រមឲ្យអាលីបាបាធ្វើជាស្ដេចទេព្រោះកាលណាដែលវាចុះពីតំណែងក៏មានន័យថាវាអស់អំណាចដែរត្រឡប់មកទីក្រុងចាស់វិញអាលីបាបាកំពុងអស់សង្ឃឹមណាស់ការចរចាដូចគ្មានអ្វីល្អតតែសោះស្របពេលនៅខាងក្រៅមនុស្សជាច្រើនកំពុងហៅលោកម្ចាស់អាលីបាបាពួកគេចង់ដឹងណាស់តើការចរចាយ៉ាងម៉េចដែរតើអាលីបាបាអាចឡើងធ្វើជាស្ដេចបានទេស្របពេលចាហ្វាក៏បានមកហៅអាលីបាបាហើយអត់មានអីច្រើនទេស៊ីនបែតក៏រៀបរាប់ពីបញ្ហាទាំងអស់បើតាមទង្វើស៊ីនបែតគាត់គឺចង់ឲ្យប្រជាជនមានការគាំទ្រទៅលើអាលីបាបាបន្ថែមហើយដើម្បីមានសន្លឹកឆ្នោតទាមទារអំណាចត្រឡប់មកវិញនិយាយឲ្យខ្លីទៅពួកគេមិនចង់កើតមានសង្គ្រាមនោះទេបងប្អូនត្រូវកាប់ចាក់គ្នាក៏ព្រោះតែដណ្ដើមអំណាចអញ្ចឹងហើយបានជាអាលីបាបាគឺទាមទារអំណាចដោយសន្តិវិធីស្របពេលម៉ាហ្គីធំក៏បានបង្ហាញខ្លួនចេញមកដែរបណ្ដាលឲ្យគ្រប់គ្នាក៏មានការភ្ញាក់ផ្អើលណាស់ហើយមិនចាំយូរនោះស៊ីនបែតក៏បាននិយាយទៅមើលទៅជូដាមកទីនេះគឺគ្មានដំណងល្អអ្វីទេព្រោះជូដានេះហើយជាអ្នកធ្វើឲ្យការចរចាបរាជ័យខ្លួនឯងក៏មិនយល់ទេហេតុអីជូដាគឺធ្វើបែបនេះវិញហើយតាមការពិតទៅជូដាមកទីនេះតំណាងឲ្យការទូតអាណាចក្រឃូក្នុងការធ្វើពាណិជ្ជកម្មនៅបលបែតតែចុងក្រោយជូដាគ្មានខ្វល់អីទេសម្ដីរបស់វាគឺចង់ឲ្យកើតមានសង្គ្រាមហើយអាណាចក្រឃូនឹងច្បាស់ជាឈ្នះព្រោះអាណាចក្រឃូសម្បូរទៅដោយអ្នកចម្បាំងនិងអ្នកឈ្នះដានជើងច្រើនណាស់ហើយកាលដែលអ្នកនៅបបែតឈ្នះដានចិនបង្កើតទៅជាក្រុមចៅវេទមន្តគឺសិតតែជាផែនការវាទាំងអស់ស៊ីនបែតស្ដាប់ឮហើយមិនយល់ទេក្នុងនាមជាម៉ាហ្គីបែរជាធ្វើទង្វើបែបនេះវិញស្របពេលចាហ្វាក៏បាននិយាយដែរជូដាជាម៉ាហ្គីនេះហើយជាអ្នកធ្វើឲ្យស៊ីនបែតឡើងជាស្ដេចជូដាមើលហើយមិនយល់ទេហេតុអីបានជាក្មេងនេះគឺពោពេញដោយដឺរូពណ៌សហើយចំហាយធម្មពលវិញគឺប្រៀបដូចព្រះអាទិត្យពណ៌សអញ្ចឹងឮហើយស៊ីនបែតក៏ប្រាប់ទៅអ្នកទាំងពីរតាមពិតជាម៉ាហ្គីដូចគ្នាហើយនៅពេលដឹងបែបនេះជូដាក៏មានការភ្ញាក់ផ្អើលណាស់នៅលើโลกនេះបែរជាមានម៉ាហ្គីច្រើនអ្នកទៅវិញហើយមិនចាំយូរនោះអ្នកទាំងពីរក៏បានណែនាំខ្លួនទៅអាឡាឌីនជាម៉ាហ្គីតូចគឺតំណាងឲ្យដឺរូពណ៌សហើយជូដាវិញជាម៉ាហ្គីធំតំណាងឲ្យដឺរូពណ៌ខ្មៅតែនៅក្នុងពេលហ្នឹងជូដាក៏បានវាអាឡាឌីនមួយដៃហើយនៅបានតេះឌីអាឡាឌីនទៀតដែលជូដាចង់មានន័យថាអាឡាឌីនមិនស័ក្តិសមជាម៉ាហ្គីទេតែបន្ទាប់មកវាក៏បានចោទសួរដែរអាឡាឌីនក៏រើសអ្នកណាជាស្ដេចឬអាឡាឌីនភ្លឹកជាប់ខ្លួនឯងមិនទាន់យល់ច្បាស់ពីម៉ាហ្គីផងហើយនៅមកចោទសួរបែកភាពជាស្ដេចទៀតហើយនៅពេលឃើញបែបនេះជូដាក៏ប្រើវេទមន្តមើលទៅគាត់ក៏បានឃើញឌីជីននៅជាមួយអាលីបាបាក៏មានន័យថាអាលីបាបាក៏នឹងត្រូវរៀបចំខ្លាចជាស្ដេចតែមើលតាអាលីបាបាគឺពិតជាអន់ពេកហើយគ្មានសារសមជាស្ដេចនៅទីនេះទេសូម្បីការចរចាជាមួយប្អូនខ្លួនឯងក៏គ្មានលទ្ធផលអីមកបៀកឬអាឡាឌីនខាងណាស់ដែលជូដាហ៊ានមើលងាយអាលីបាបាក្នុងកែវភ្នែកខ្លួនឯងអាលីបាបាគឺអស្ចារ្យណាស់ឬហើយអត់មានអីនិយាយទេជូដាក៏វាអាលីបាបាឡើងប៉ើងមើលទៅអាលីបាបាពិតជាអន់ពេកមិនស័ក្តិសមធ្វើស្ដេចទេមិនតែប៉ុណ្ណោះជូដានៅនិយាយទៀតស៊ីនបែតមិនគួរធៀមអាប់ជាមួយពួកគេទេព្រោះមើលទៅក្រុមនេះគឺតណាបណាស់តែនិយាយមិនទាន់ចប់ផងដឺរូពណ៌សក៏បានចេញមកតែមុនពេលរឿងកាន់តែអាក្រក់ទៅស៊ីនបែតក៏ហាមឃាត់ម៉ាហ្គីធំ
តែវាគឺមិនបានស្ដាប់នោះទេកម្របានជួបម៉ាហ្គីដូចគ្នាណាអញ្ចឹងហើយវាក៏ចង់សាកលេងវេទមន្តជាមួយគ្នាម្ដងណាមួយទៀតស៊ីនបែតពីនេះគឺគ្មានអាវុធឌីជីនក្នុងដៃទេអញ្ចឹងហើយរត់តែមិនអាចបញ្ឈប់ខ្លួនឯងបានទៀតនៅពេលឮបែបនេះម៉ាស្រូក៏មានតែលូកដៃចូលហើយតែត្រឹមម៉ាស្រូជាមនុស្សធម្មតាសូម្បីសក់ម៉ាហ្គីក៏មិនអាចប៉ះបានផងអញ្ចឹងហើយចម្បាំងរវាងម៉ាហ្គីទាំងពីរក៏បានកើតឡើងក្នុងពេលហ្នឹងតែគួរឲ្យសោកស្ដាយណាស់ពេលអ្នកទាំងពីរប្រើវេទមន្តម៉ាកយបាញ់សម្ដៅដាក់គ្នាទៅវិញទៅមកវាគឺគ្មានបានផលតតែសោះតែមួយផ្លែតក្រោយម៉ាហ្គីធំបែរជាសមនឹងធម្មពលទាំងអស់នេះហើយនៅបានបន្ថែមរន្ទះយ៉ាងសន្ធោសន្ធៅទៀតតែក្រោយពេលថែងនេះរួចអាឡាឌីនគ្មានការអីតតែសោះគ្រាន់តែរាងកាយរបស់គាត់គឺពិបាកទប់ទល់បន្តិចនៅពេលនិយាយចប់ជូដាក៏ហោះសម្ដៅទៅលើអាកាសហើយបញ្ចេញវេទមន្តតកកមួយវាប្រហាចចូលមកក្រោមគ្មានខ្វល់អ្នកណាទាំងអស់ហើយនៅពេលឃើញបែបនេះអាឡាឌីនក៏ឲ្យអ៊ូហ្គោចេញស៊ូព័រដាក់ទៅលើម៉ាហ្គីមួយដៃឡើងធ្លាក់មកដីខ្ពកតែនេះមិនទាន់ចប់ត្រឹមនឹងទេជូដាក៏បានប្រើវេទមន្តអាថែកទៅលើអ៊ូហ្គោបណ្ដាលឲ្យគ្រប់គ្នាគឺមើលឲ្យទាំងស្រឡាំងកាំងការវាយប្រហារមួយនេះគឺអាចស៊ីម៉ាកយរបស់អ៊ូហ្គោបានបើគ្មានថាមពលគ្រប់គ្រាន់អ៊ូហ្គោគឺច្បាស់ជារលាយចេញបាត់អញ្ចឹងហើយអាឡាឌីនក៏ចាប់ផ្ដើមបញ្ចូលវេទមន្តទៅឲ្យអ៊ូហ្គោបន្ថែមទៀតតែមើលទៅការវាយប្រហារមុននេះអ៊ូហ្គោហាក់បីព្យាបាលខ្លួនឯងមិនបានសោះហេតុនេះហើយអាឡាឌីនក៏បានចោទសួរទៅវិញមិនបានចេះជូដាគឺធ្វើរឿងទាំងអស់នេះហើយអត់មានអីច្រើនទេជូដាគឺធុញខ្លាំងពេកក្នុងនាមជាម៉ាហ្គីគ្មានដៃគូសាកសមតតែសោះហើយនៅពេលជួបម៉ាហ្គីដូចគ្នាវាគឺចង់សាកទឹកដៃលេងម្ដងនៅក្នុងចម្បាំងមួយនេះបើវាមិនចាញ់នោះទេវាគឺមិនព្រមឈប់ដាច់ខាតឬពាក្យសម្ដីទាំងអស់នេះអ៊ូហ្គោគឺមិនចង់អាឡាឌីនម៉ាស់មុខទេនៅពេលឃើញបែបនេះអាឡាឌីនមិនខ្វល់អីទាំងអស់ទោះបីត្រូវចាញ់ក៏មិនអីដែរដាច់ខាតខ្លួនឯងមិនឲ្យអ៊ូហ្គោធ្វើអញ្ចឹងទេស្របពេលជូដាក៏ចាប់ផ្ដើមអាថែកមកទៀតអញ្ចឹងហើយម៉ូគីណាក៏បានជួយអាឡាឌីនទៅហាលីបាបាវិញក៏មិនបានឈរអបដៃមើលដែរទោះបីគាត់មិនខ្លាំងមែនតែគាត់ក៏អាចឲ្យជូដារបួសដែរឃើញបែបនេះជូដាក៏វាអាឡាឌីនឡើងប៉ើងម្ដងទៀតហើយមិនទាន់បាននិយាយសាច់កាយផងអ៊ូហ្គោក៏ស្ទុះមកថែកទៀតហើយតែនៅពេលអ៊ូហ្គោភ្លេចខ្លួនជូដាក៏ប្រើវេទមន្តតកវាប្រហារទៅលើអ៊ូហ្គោពេញទំហឹងតែនេះមិនទាន់ចប់ត្រឹមនឹងទេអ៊ូហ្គោនៅដង្ហើមចុងក្រោយក៏បានទះជូដាឡើងពេញទំហឹងបណ្ដាលឲ្យជូដាក៏ធ្លាក់ទៅលើចុះមកក្រោមវិញហាក់បីដូចជាគាត់ក៏ត្រូវបានចាញ់ត្រឹមនេះតែមើលទៅអ៊ូហ្គោវិញពិតជាឆ្លងកាត់រឿងទាំងអស់នេះបានទេស្របពេលសាច់រឿងរបស់យើងក៏បានចប់ត្រឹមនឹងដែរadmin សង្ឃឹមថាប្រិយមិត្តនឹងចូលចិត្តសាច់រឿងមួយនេះហើយចុចមេដៃមេជើងដាក់សញ្ញាកណ្ដឹងឲ្យ admin ម្នាក់មួយ